តាំងក៏ប៉ុន្តែបើសួរថាមានគោលដៅអត់មនុស្សម្នាក់ប្រកាសជាមានខ្ញុំអត់ដឹងថាគ្រប់គ្នាអត់ទេតែបើសម្រាប់ខ្ញុំមានគោលដៅរបស់ខ្ញុំរាល់ថ្ងៃនេះវាគ្មានតែជោគជ័យឯណាទេប៉ុន្តែក៏ខ្ញុំសប្បាយចិត្តជាមួយនឹងការខំប្រឹងរបស់ខ្ញុំបានលទ្ធផលមើលឥឡូវមានតែបាត់ខំប្រឹងស្រឡាញ់ណាតែដាក់ទៅទៅរៀងស្ទើរចឹងមានទេមានតែបទ original នឹកបងនឹកអូនខ្លាំងណាស់នឹករឿងរាចាំងចាំងដែលអូនបោប្រាំងបងមនុស្សមានពីរមនុស្សមានឱកាសរត់រនិងមនុស្សរត់រឱកាសខ្ញុំគឺជាមនុស្សដែលប្រភេទរត់រឱកាសហើយចង់ខ្ញុំសច្ចាមកខ្ញុំថាបើសិនជាខ្ញុំមានឱកាសណាមួយល្អសម្រាប់ខ្លួនឯងខ្ញុំចាប់វាមើលទៅបានទៅមុខអត់ហ្នឹងដឹងហើយបងអើយញ៉ៃពេញហ្នឹងនេះតែជំរាបសួរបងប្អូនចាសួស្តីអ្នកទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast របស់ខ្ញុំបាទនាងដាវីននិយាយច្រឡំសុំទោសគាត់តិចទេដាវុតសុំទោសបងវុតទេខ្ញុំទាវតែឲ្យយើងបើកមុខចឹងចឹងមិនដោយបាទខ្ញុំរៀលចឹងមិនដោយហ្នឹងហើយធម្មជាតិតែយើងបងធម្មជាតិយើងមិនដោយចឹងថ្ងៃនេះជួបបងប្អូនរបស់យើងចឹងយើងធ្វើ podcast មួយនិយាយលេងមួយបងប្អូនរបស់យើងទេ podcast របស់យើងមានឈ្មោះថារឿងមនុស្សប្រុសមិនប្រុសទេប្រុសប្រុសជាងយើងនេះបានអត់សួរបងវិញទេហើយប្រុសអត់ចូលមកខ្ញុំសួរអញ្ចឹងប្រុសថាចឹងឥឡូវយើងមានលក្ខខណ្ឌមួយនិយាយគ្នាមុនបាទ podcast របស់យើងនិយាយរៀលបែបអ្នក Gen Z យ៉ាបងអត់ប្រកាន់ទេកន្លែងណាដែលលើខ្វះខាតយើងដាក់ទឺតហ្នឹងហើយអូខេបាទបងបាទតែរឿងមួយយើងសុំដែរគឺដោយសារតែអ្នកមើលយើងអាចមិន Gen Z ត្រូវបងហ្នឹងហើយអញ្ចឹងយើងសុំកុំតែខ្លាយណាអញ្ចឹងយើងសុំទោសបងប្អូនរបស់យើងដែរបើសិនជាពាក្យពេចន៍ណាកន្លែងណាមួយដែលវាលើសយើងដាក់ទឺតឲ្យបងប្អូនរបស់យើងកុំគេថាចាប់ទោសអូនដំណើរណាហ្នឹងហើយតែតាំងពិតបើសិនជាខុសខ្ញុំគិតថាអ្នកកាត់ស្យើងស្គាល់ហើយទេអ្នកកាត់វីដេអូហ្នឹងបើសិនបើដឹងថាកន្លែងហ្នឹងគេនឹងជេរហើយនៅតែបដាក់ចូលទៀតយើងជួបរាប់អានគ្នាទៅណាគេស្គាល់បងបូរ៉ាបាទរាប់ឆ្នាំដែរបើគិតមកដល់ពេលនេះចូលប្រហែលជាចូល75ឆ្នាំហើយ5ឆ្នាំដែរបាទបើអញ្ចឹងបើសិនគិតថាបើចង់ឲ្យឃើញគេជេរបងអូនដាក់ទៅបាទហើយស្អែកឡើងត្រៀមស្គាល់ផ្ទះដែរហ្នឹងយ៉ាងច្រើន33លីត្រទេដិតយកដល់មើលឥឡូវនិយាយពីបូរ៉ាវាស្គាល់បូរ៉ាប៉ុន្មានឆ្នាំហើយបងបូរ៉ាខ្ញុំស្គាល់តាំងពីខ្ញុំនៅរោរ៉ាដែររោរ៉ាបាទតាំងខ្ញុំនៅនិយាយត្រង់កាន់នៅក្រដល់ទៅបាទក្រអត់មានស្អីទេគ្មានស្អីទេអត់មានទេបងអូជំនាន់នេះខ្ញុំស្គាល់បងបូរ៉ាដោយសារតែគាត់តួបងបូរ៉ាតួលយដល់អូពីចុះលើឡានមកគេអែវគឺតួដល់និយាយមកគេ reaction តួខ្ញុំណាកាន់កាមេរ៉ាផ្លេខ្លះរត់តាមផ្លូវហ្នឹងអូខ្ញុំនៅថតហើយអាណិតខ្លួនឯងអាហ្នឹងដែរអាណិតខ្លួនឯងតែឥឡូវមិនគួរណាធ្លាក់ខ្លួនឲ្យបងឈរថតវិញសោះពេលឡើងកំនិតរឿងបាត់ចាំមកជីវិតពេលខ្លះដូចកម្មទេសអញ្ចឹងមែនទេពីមុនធ្លាប់តែយើងដើរថតឲ្យគេហើយយកកាន់កាមេរ៉ាអញ្ចឹងហើយគេតួដល់ពេលឥឡូវយើងមកតួវិញម្ដងគេលីកាមេរ៉ាម្ដងយេពេលខ្លះទៅសងសឹកបែបប្រយោលហ្នឹងចាំតែកុំត្រោទោះបី100ឆ្នាំមិនទៅធូបពេលដែរអូឡយបណ្ដោយបណ្ដោយមានអីចង់និយាយហ៎អស់យល់ហើយបងតែការហ្នឹងមានគ្រាន់តែលីងចឹងថ្ងៃនេះអរគុណបរាដែរដែលបរាជួយថត podcast មួយនេះពី Yes Film ណាហើយគាត់ជួយនេះគឺអត់មានបានលុយបានកាក់អីទេព្រោះថាកម្មវិធីរបស់យើងក៏អត់មាន sponsor ដែរហើយអរគុណដាវីនដូចគ្នាហ្នឹងហើយចឹងថ្ងៃនេះមានតែពឹងដាវីនទេដែល sponsor កម្មវិធីរបស់យើងណាដាក់អីគេមើលម៉ាស់អីគេដាក់ម៉ាស់ខ្ញុំម៉ាស់បិទមុខនេះវាជាអាជីវកម្មមួយក្រៅពីការងារសិល្បៈយើងចេះបន្តបន្សំទៅឲ្យបងប្អូនជួយគ្រប់គ្រងផងព្រោះយើងដាច់បាយដែរនិយាយស្រួលទៅតែបងពិតជាឆ្ងល់មើលថានិយាយដល់វិញដាច់បាយដូចមិនគួរឲ្យជឿបាទរូបរាងមកប៉ុណ្ណឹងសង្ហាប៉ុណ្ណឹងសាច់សអីអញ្ចឹងដាច់បាយវាមិនឲ្យឆ្ងល់ដាច់បាយមិនសូវបញ្ជាក់ទៅលើរូបរាងណាបងដាច់បាយយើងដាច់រឿងផ្សេងណាអូធម្មតាចាំមិនថារូបរាងមិនកំណត់ថាយើងមានឬអាក្រទេមែនទេជីវិតវាមានឡើងមានចុះវាធម្មជាតិនៃជីវិតហ្នឹងហើយត្រូវចូលចិត្តឡើងចិត្តឡើងគេថាជីវិតមនុស្សអញ្ចឹងណាចាំយើងដាក់ទៀតនិយាយលេងតោះឥឡូវចូលមកប្រធានបទរបស់យើងវិញងាកទៅបារាវិញថ្ងៃនេះយើងទៅជែកគ្នាពីប្រវត្តិពីមុនតិចណាដាវីនពីមុនមកក៏ធ្លាប់ធ្វើជាកាមេរ៉ា operate ហើយធ្វើការងារច្រើនមកសិល្បៈជីវិតកាលនោះយើងនិយាយថាគឺជាការចាប់ផ្ដើមនៃជីវិតរបស់យើងមួយដែលយើងអត់ដឹងថាធ្វើអីទេឬក៏មិនបានទៅធ្វើការងារហ្នឹងតាំងក៏ប៉ុន្តែបើសួរថាមានគោលដៅអត់មនុស្សម្នាក់ប្រកាសជាមានខ្ញុំអត់ដឹងថាគ្រប់គ្នាអត់ទេតែបើសម្រាប់ខ្ញុំមានគោលដៅរបស់ខ្ញុំគោលដៅរបស់ខ្ញុំចេញពីផ្ទះមកគឺមានតែមួយគត់គឺខ្ញុំត្រូវជួយរកលុយម៉ែខ្ញុំព្រោះដូចបងដឹងហើយថាខ្ញុំអត់មានឪពុកទេអញ្ចឹងគ្រួសារខ្ញុំពិបាកខ្លាំង
ហើយធនធាននៅក្នុងការចំណាយហ្នឹងក៏វារត់តែពិបាកដែរអញ្ចឹងដល់មកដល់សំណួរបងថាធ្វើការងារហ្នឹងមូលហេតុអីបានមកធ្វើវាដោយសារស្រឡាញ់ហើយពេលនោះខ្ញុំស្រឡាញ់សិល្បៈចម្រៀងហ៎បងសិល្បៈចម្រៀងរបស់ខ្ញុំគឺខ្ញុំស្រឡាញ់អញ្ចឹងមានន័យថាខ្ញុំធ្វើម៉េចទៅមានតំណែងឲ្យបានច្រើនមែនតើនៅក្នុងវិស័យសិល្បៈហ្នឹងខ្ញុំអត់ប្រកាន់ថាពួកគាត់ការងារអីទេមិនតែច្រៀងទេឥឡូវបើសិនជាគេចេះច្រៀងខ្ញុំក៏ចេះច្រៀងដែរអញ្ចឹងគេអត់ចេះភ្លេងតែខ្ញុំគួរចេះភ្លេងអត់ដើម្បីជួយរបៀបថាយើង collaborate គ្នាណាដើម្បីឲ្យចេញជាលទ្ធផលបាទខ្ញុំទៅដើររៀនសុំគេខ្ញុំដល់សុំគេបងដល់សុំគេជួនកាលទៅគេជំនាន់នោះគេល្បីថត vlog ថតអីហ៎បងថត vlog ហើយគេថតប្រេងថតអីណាដល់ពេលថតប្រេងហ្នឹងឲ្យតែបានគេហៅទៅបងតែដល់ណាក៏ខ្ញុំទៅដែរអត់បានលុយក៏ទៅដែរអត់បានលុយក៏ទៅដែរគេអត់ឲ្យបានញ៉ាំតែបានញ៉ាំខ្លួនឯងទៀតហើយយកលុយបណ្ណាទីបានញ៉ាំអូនបានលុយផងអញ្ចឹងខ្ញុំធ្វើការបដាខ្ញុំរៀនបដាហើយថ្ងៃតនេរបស់ខ្ញុំគឺខ្ញុំទៅមួយពួកគាត់អញ្ចឹងមានន័យថាការរៀនរបស់ខ្ញុំមកដល់ពេញនេះគឺខ្ញុំរៀនមួយអាទិត្យរៀនតែត្រឹមថ្ងៃសុក្រទេចានដល់សុក្រទេសាអាទិត្យខ្ញុំតនេហ៎បងអញ្ចឹងខ្ញុំធ្វើការដែរខ្ញុំក៏ធ្វើការដូចគ្នាដែរអញ្ចឹងខ្ញុំរៀនវេនយប់អញ្ចឹងណាតែធ្វើការខ្ញុំក៏ធ្វើការខ្ញុំឈប់ថ្ងៃអាទិត្យហើយកន្លែងដែលខ្ញុំធ្វើការគឺនៅផ្ទះបងឯងហ្នឹងមកនៅបរិយាហ្នឹងមកមែនបាទខ្ញុំរៀនដំបូងឡើងខ្ញុំជាវិស្វករសំណង់ civil engineering civil បាទហើយចង់ឆ្នាំទី1មកខ្ញុំរៀនបដាខ្ញុំធ្វើការបដាព្រោះដោយសារម៉ែអត់មានលទ្ធភាពឲ្យខ្ញុំរៀនទេបើនិយាយស្រួលមកទៅខ្ញុំប្រឡងអាហារូបករណ៍ជាប់ទៀតហើយអត់មានលទ្ធភាពបងអត់មានអាហារូបករណ៍ហើយមិនត្រូវបងទៀតអាហារូបករណ៍50%អូមានថាយើងមិនមែនបាន full ទេបាទបងហ្នឹងហើយអត់មានលទ្ធភាពបងទេហើយបើសម័យមើលតើយើងខំប្រឹងរៀនហើយយើងប្រឡងជាប់បានអាហារូបករណ៍50%ហើយអត់មានលទ្ធភាពបង50%ហ្នឹងអត់មានលទ្ធភាពបងទេចឹងមិនថាពេលខ្លះវារៀងកំ pl ដែរតែក៏វារៀងស៊ូដែរសម្រាប់អារម្មណ៍បងបើសិនតែយើងនិយាយវាថាលុយបងប្រហែលជាប្រកាសតែវាពិបាកនៅពេលដែលយើងអត់គឺអត់ហ្មងបាទអញ្ចឹងព្រោះមនុស្សម្នាក់ៗវាកាត់មកវាមានវាសនាផ្សេងគ្នាអញ្ចឹងហ្នឹងហើយអ្នកខ្លះមកសម្បីតែ100លុយខ្មែរ200លុយខ្មែរក៏សឹងតែហូមបានបាទតែសម្រាប់អូនផ្ទាល់ពេលហ្នឹងដែលពិបាកអញ្ចឹងតែតូចចិត្តខ្លួនឯងដែលគិតថាអត់តូចចិត្តបណ្ដោយអត់ទេខ្ញុំចេញពីស្រុកមកខ្ញុំម្ដាយរបស់ខ្ញុំគាត់ថាចាំមើលអាដីនៅជាប់ផ្លូវហ្នឹងមិនម៉ែលក់ឲ្យខ្លួនឯងរៀនខ្ញុំថាខ្ញុំអត់ត្រូវការហ្នឹងទេខ្ញុំសុំតែរបស់មួយយ៉ាងឯងកុំព្យូទ័រមួយនិងម៉ូតូមួយហើយរបស់ហ្នឹងនៅដល់មួយខ្ញុំទល់រាល់ថ្ងៃកុំព្យូទ័រហ្នឹងខ្ញុំនៅ design រូបផុសពាក់ព័ន្ធលក់ប្រដាប់អីឲ្យគូតដឹងខ្ញុំធ្វើទល់រាល់ថ្ងៃអាកុំព្យូទ័រហ្នឹងហើយអារបស់មួយហ្នឹងគឺខ្ញុំអត់ដាក់តាណាតើខ្ញុំមានរបស់ថ្មីប៉ុណ្ណាក៏ដោយខ្ញុំទុកអាហ្នឹងជាអនុស្សាវរីយ៍ដែរព្រោះវាជារបស់មួយដែលនាំឲ្យខ្ញុំបានមកដល់ថ្ងៃហ្នឹងបាទមិនរាល់ថ្ងៃនេះវាគ្មានតែជោគជ័យឯណាទេប៉ុន្តែក៏ខ្ញុំសប្បាយចិត្តជាមួយនឹងការខំប្រឹងរបស់ខ្ញុំបានលទ្ធផលបាទបាននិយាយពីជោគជ័យអាចនិយាយបានថាវាមិនតាន់គោលដៅណាមួយដែលយើងសម្រេចទេតែបើសិនបើនិយាយអំពីសមិទ្ធផលដែលយើងធ្វើបានគឺយើងធ្វើបានច្រើនដែរសម្រាប់ជីវិតរបស់យើងហ្នឹងហើយយើងកំពុងតែព្យាយាមធ្វើបន្តទៀតបាទអញ្ចឹងបើថាដូចថាដល់ស្គាល់បងបូរ៉ាវិញជឿអូរៀងវែងពេកមិនស្គាល់បងបូរ៉ាដោយសារតែសិល្បៈហ្នឹងឯងហើយស្គាល់ដោយសារតែការថតមិននៅពេលចឹងចង់សួរបូរ៉ាវិញណាអត់ទៅបូរ៉ានៅពេលដែលកាលពីមុនយើងធ្វើទទួលហើយយើងល្បីដល់ពេលឥឡូវយើងមកមើលគេថតនៅកន្លែងនេះយើងកំពុងតែលីកាមេរ៉ាចឹងយើងមិនដែរចង់ល្បីដូចគេដែរចង់ល្បីគេដែរក្នុងយើងវាល្បីស្ទើរឿងរ៉ាវជីវិតពេលខ្លះវាប្រកាសជាអញ្ចឹងហើយវាអត់នឹកស្មានថាតើវាកើតអីកើតឡើងហើយតែរឿងមួយដែល David មានខ្ញុំឃើញថា David មានការតស៊ូខ្លាំងស៊ូដែរបងស៊ូមើលឥឡូវយើងរៀបរាប់ម្ដងទៀតណាព្រឹកឡើងក៏ធ្វើការទៅបាទបងហ្នឹងហើយយប់ឡើងក៏រៀនទៅហ្នឹងហើយបន្ទាប់មកថ្ងៃសៅរ៍អាទិត្យឆ្លៀតបាទយកពេលវេលាដែលសេះសល់ហ្នឹងទៅមើលចន្លោះប្រហោងណាមួយដែលជាឱកាសបាទបងចំណុចកន្លែងនេះហើយខ្ញុំយល់ថា David មានចំណុច David មានមួយទៀតគឺចេះបង្កើតឱកាសសម្រាប់ខ្លួនឯងបាទបងខ្ញុំបើនិយាយពាក្យដល់ចំណុចដែលថាបង្កើតឱកាសមនុស្សមាន2មនុស្សមានឱកាសរត់រនិងមនុស្សរត់រឱកាសខ្ញុំគឺជាមនុស្សដែលប្រភេទរត់រឱកាសខ្ញុំមានពូម៉ាក់មួយពេជ្រម៉ៃលីស្គាល់ម៉ៃលីហ្នឹងគឺជាពូម៉ាក់បង្កើតខ្ញុំដែរណាបងជួយខ្ញុំច្រើនដែរនៅផ្ទះមួយគ្នាញ៉ាំបាយមួយគ្នាប៉ុន្តែម៉ៃលីគ្រួសារគេគ្រាន់បានទូធាបាទតែខ្ញុំអត់ទេអញ្ចឹងយើងនៅមួយគ្នាបងហើយជំនាន់នោះខ្ញុំសូម mention ទៅកាន់អារម្មណ៍ music ហ្នឹងគឺជាកន្លែងមួយដែលជួយបដោះបដានៅក្នុងការសិល្បៈច្រៀងរបស់ខ្ញុំឲ្យគេស្គាល់អូអញ្ចឹងមានន័យថាមុននឹងខ្ញុំមកចូលប្រឡងហ្នឹងខ្ញុំនៅក្នុងអារម្មណ៍ music ហ្នឹងហើយអារម្មណ៍ music ហ្នឹងគឺគ្មានស្អីទេបងមានតែកាមេរ៉ាម្ដងគាត់គឺ Sony A គេមានឈ្មោះអារម្មណ៍ music បាទ
ឈ្មោះchannel ឈ្មោះថាអារម្មណ៍ music អារម្មណ៍ music បាទក្នុងនោះមានខ្ញុំមានសុនវិហាមានពេជ្របៃលីមានវ៉ាន់រិញមានរក្សាតែឥឡូវពេលនេះពួកយើងបានលទ្ធផលច្រើនមែនតើ ចុះកាមេរ៉ានៅដល់ថ្ងៃ កាមេរ៉ានៅទល់រាល់ថ្ងៃហ្នឹង នៅដល់ថ្ងៃណា ពេលខ្លះយកកាមេរ៉ានៅទៅថតរូបទៀត អាយ៉ាអត់ទេពេលខ្លះយើងយកកាមេរ៉ាហ្នឹងមកថតជុំគ្នាម្ដងទៀតណាបាទមានបៃលីមានវិហាមានរណៃមានអីទៀតមិន វ៉ាន់រិញមានច្រើនណា ដាក់មក ម៉ូថេ ទៀតយើងដាក់កាមេរ៉ានៅមុខមកយើងអង្គុយជុំគ្នានិយាយសួរស្ដីទាំងអស់គ្នានេះគឺយើងចង់បង្ហាញពីកាមេរ៉ានៅក្នុងអារម្មណ៍ music បាទហើយចង់មានន័យថាដូចខ្ញុំនិយាយមិញអញ្ចឹងថាមិត្តភក្តិខ្លះគាត់ចេះធ្វើភ្លេងទៅអ្នកខ្លះគាត់ចេះអាផ្នែកផ្សេងទៀតទៅអញ្ចឹងត្រូវរកអាចន្លោះមួយដើម្បីទៅ support គ្នាអញ្ចឹងការងារហ្នឹងត្រូវទៅជាក្រុមបានយើងអាចទៅរួច រឿងមួយនៅក្នុងចំណោមមិត្តភក្តិដែលនៅជុំគ្នាហ្នឹងអត់មានពីណាគេរើសយកកាមេរ៉ាមែនបានជា David Smith ទៅទេបាទអត់មានតែម្ដងអត់មានទេដោយសារអ្នកផ្សេងទៀតគេចូលចិត្តបែបលុយហើយកាមេរ៉ារៀងរោរ៉ាតិចត្រូវហ៎បងតែយើងនិយាយស្រួលកាមេរ៉ាជំនាន់នោះទៅថតបើទៅថតនៅវាស្រែកាមេរ៉ាត្រូវចុះក្នុងស្រែអត់មានមកឈរលើភ្លឺស្រែព្រោះតួត្រូវឈរលើភ្លឺស្រែត្រូវអត់បងបាទតែចាក់ស្រាញគឺវាបែបហ្នឹងមែនអញ្ចឹងខ្ញុំជ្រើសរើសយកអាហ្នឹងហើយនិយាយដល់ឱកាសវិញឱកាសទៀតនិយាយទៅឱកាសទៀតឱកាសហ្នឹងដូចមីលីគាត់ទៅប្រឡងចម្រៀងមុនខ្ញុំបាទកម្មវិធីបោះហងវាដែរ Expector Cambodia បាទខ្ញុំក៏ដាក់ពាក្យដូចគ្នាមីលីប្រឡងពីកម្មវិធីបាទ Expector មួយ Beat the Best មួយទៀតតែឃើញគាត់លេចធ្លោនៅក្នុងកម្មវិធី Beat the Best បាទប៉ុន្តែគាត់មានឱកាសជួបទាំងពីរសម្រាប់ខ្ញុំអត់មានបងឥឡូវសួរថាច្រៀងធម្មតាសម្លេងពីធម្មជាតិខុសៗគ្នាប៉ុន្តែបើបច្ចេកទេសនៅក្នុងការប្រើមានរៀងៗខ្លួនត្រូវប៉ុន្តែខ្ញុំអត់មានឱកាសបងខ្ញុំដាក់ពាក្យ5ដងខ្ញុំបានជួបមានអារម្មណ៍ទៅចង្ងាយអត់ចង្ងាយដែរបើតែពេលខ្លះខ្ញុំអន់ចិត្តខ្លួនឯងត្រង់ថាចេះអញស៊ូប៉ុណ្្នឹងដែរមិនអត់បានលទ្ធផលឆ្ងល់ណាបងតែជាក់ស្ដែងគឺបែបហ្នឹងមែនហើយមីលីគាត់អត់ធ្វើអីក៏ដោយក៏ឱកាសហ្នឹងរត់មករកគាត់មីលីចេះមួយចេះពីរនិយាយគាត់មានឱកាសរហូតណាបងគាត់មានឱកាសរហូតយើងមិនមែនចំណែននេះប៉ុន្តែគាត់ថាយើងមើលពីការខំប្រឹងរបស់យើងមានដូចគ្នាតែពេលខ្លះវាអត់សូវប្រឹងទេតែខ្ញុំប្រឹងតែខ្ញុំអត់មានឱកាសហ្នឹងទេអញ្ចឹងខ្ញុំគឺជាម្នាក់ដែលរត់រកឱកាសដល់ខ្លួនឯងហើយចង់ខ្ញុំសច្ចាមកខ្ញុំថាបើសិនជាខ្ញុំមានឱកាសណាមួយល្អសម្រាប់ខ្លួនឯងខ្ញុំចាប់វាឲ្យបានហើយខ្ញុំចាប់អត់ឲ្យ fail ទេឱកាសហ្នឹងខ្ញុំចាប់អត់ឲ្យ fail ទេព្រឺសវល់បាទហើយជាក់ស្ដែងខ្ញុំបានឱកាសល្អមួយមកដល់ក៏ខ្ញុំខំប្រឹងវាដល់លទ្ធភាពមួយដល់ចំណុចមួយចុងក្រោយដែលខ្ញុំអត់ស្មាតោនិយាយដោយស្មាតោពេលនោះខ្ញុំអត់គិតប៉ងហើយខ្ញុំបានដល់ប៉ុណ្្នេះដែរប៉ុន្តែដល់ពេលយើងបានក៏សប្បាយចិត្តបងខ្ញុំនិយាយដោយស្មាតោខ្ញុំអត់មានអីសោះអាលីងបងអត់មានអីទេគ្មានលុយគ្មានអីគ្រប់យ៉ាងកម្មវិធីប្រឡងទាំងមូលហ្នឹងក៏អត់មានលុយមកអត់មានលុយទេបងខ្ញុំច្រៀងដូរបាយចំនួនហ្នឹងអាមុនហ្នឹងតិចខ្ញុំនៅច្រៀងដូរបាយឡើយតែរៀនចប់នៅរៀនពេលខ្ញុំប្រឡងខ្ញុំរៀនចប់ឆ្នាំខ្ញុំបញ្ចប់ដូចគ្នាការពារសារណាផងអីផងតែមានន័យថាយើងទន្ទឹមពេលហ្នឹងគឺយើងត្រូវរៀនថាមកចប់ផងហើយត្រូវប្រឡងចម្រៀងផងចប់ហ្នឹងមានន័យថាពេលដែលខ្ញុំចប់ហ្នឹងគឺខ្ញុំចប់នៅក្នុងម្លងពេលចូលប្រឡងហ្នឹងប្រឡងគេថតទុកត្រូវអត់បងអញ្ចឹងពេលថតទុកហ្នឹងចូលល្បាក់ចិត្ត3ខែបានគេចាក់ត្រូវបាទអញ្ចឹងមានន័យថាថតទុកតរហូតណាអញ្ចឹងយើងក៏នៅមានឱកាសនៅក្នុងអាការទៅដែរតែបើសិនអាពេលហ្នឹងពេលប្រឡងហ្នឹងចំពេលអាការភាសាហ្នឹងគឺចប់តែម្ដងបាទអត់មានបានអីទេនិយាយទៅឱកាសវិញបាទមានន័យថាមនុស្សយើងកាត់មកគឺមានវាសនាផ្សេងគ្នាបាទបងបើប្រៀបធៀបយើងសុំប្រៀបធៀបបន្តិចសុំទោសបងប្អូនយើងអស់គ្នាយើងគួរប្រៀបធៀបទេប៉ុន្តែកន្លែងនេះបើសិនតែយើងមិនប្រៀបធៀបទេយើងក៏អត់បានមានអ្វីនិយាយបន្តទៀតដែរមីលីគឺជាមនុស្សម្នាក់ដែលគាត់តែងតែទទួលបានឱកាសបាទហ្នឹងហើយហើយសម្រាប់បងអូននេះគឺអត់ហ្មងអត់ហ្មងពេលហ្នឹងអារម្មណ៍របស់យើងហ្នឹងគឺមួម៉ៅថាវាមិនដែរជីវិតហ្នឹងស្មាតតូននិយាយពីគាត់មិនដែរអត់ចុះម្ដងនេះបើនិយាយពីរឿងមួម៉ៅអត់មួម៉ៅទេតែសប្បាយចិត្តមួយពួកម៉ាក់បានលទ្ធផលប៉ុន្តែក៏ឆ្ងល់ខ្លួនឯងចុះអញមានចំណុចខ្វះខាតស្អីគេមិនបានអត់បានដូចគេហើយដល់ពេលយើងយកអាធ្លាប់ដាក់បទចម្រៀងណាស្ដាប់ទាំងអស់គ្នាអញ្ចឹងយើងគិតហើយធម្មតាយើងចេះច្រៀងអស់គ្នាច្បាស់យើងដឹងថាអូអាបទហ្នឹងដាក់ទៅគឺដឹងបានលទ្ធផលហើយយើងស្ដាប់ទៅយើងដឹងមើលលក្ខតិចមើលបទអីគេហ្នឹងជំនាន់ហ្នឹងខ្ញុំដាក់បទស្អីគេបទបងខេមពូម៉ូទូដុបអីពេលនោះខ្ញុំច្រៀងឡោ smooth មកតាជាប់អត់ជាប់ហើយអង្គុយគាត់ទៅមិនអញ្ចឹងមាន the best ដាក់ដែរអញ្ចឹងបងអើយកម្មវិធីប្រឡងស្អីខ្ញុំដាក់ដែរគ្មានប្រឡងមួយទេហេតុតែស្រឡាញ់តែអត់បានលទ្ធផលរហូតដល់ខ្ញុំគេបបួលដាក់ដូចដល់ពេលដល់កម្មវិធីខ្ញុំប្រឡងគេបបួលខ្ញុំដាក់ខ្ញុំថាខ្ញុំអត់ដាក់ទេខ្ញុំដាក់ទឹកចិត្តហើយខ្ញុំអត់ដាក់ទេតាមពិតខ្ញុំលួចដាក់ហើយរៀងអីមិនល្បិចទេនេះគេហៅថាម៉េចណាច
ជាការ អត់ចង់ឲ្យគេដឹង ហ្នឹងហើយជាការមានអារម្មណ៍ថា ហើយធ្លាក់បង អារម្មណ៍ពេលហ្នឹងបើសិនបងស្មានខុសទេគឺអូនមានអារម្មណ៍ថាអៀនបន្តិចហើយហ្នឹងហើយបើចេះដាក់ទៅមិនមកប្រាប់ណាគេបើគេសួរទៅមិនបាច់ថាអត់ចង់ដាក់ទៅហ្នឹងហើយមានអារម្មណ៍ថាបើសិនតែប្រាប់គេទៅដាក់ទៀតបើសិនជាអញធ្លាក់ទៅខ្មាស់គេម្ដងទៀតមិនប្រាប់បណ្ដោយជំនាន់នោះខ្ញុំរៀងមានឈ្មោះតិចដែរស្គាល់ខ្ញុំពី cover ហើយបងណែតាមជាអារម្មណ៍បាទតាមជាអារម្មណ៍ខ្ញុំហ្នឹងហើយតែខ្ញុំនិយាយថា team របស់ពួកខ្ញុំរៀនពី0មកហ្នឹងហើយគេចាប់ដើមស្គាល់ខ្ញុំ cover បត់បងមានបងអរសុគកញ្ញាបងព្រាសវត្តអីផ្សេងអូបង EY ទៅខ្ញុំ cover ទាំងអស់និយាយទៅបត់បងណាផ្សេងអត់ប្រកាន់អីឲ្យតែគាត់ថាតែជ្រៀងត្រូវមុននឹងចូលដល់អាលក្ខណៈដែលយើង cover ដែលយើងទទួលបាននៅការស្គាល់តិចណាយើងសូមសង្ខេបខ្លីបន្តិចតទៅជាមួយឱកាសហ្នឹងបន្តិចជាងចង់ប្រាប់ទៅកាន់បងប្អូនរបស់យើងតិចទៅថាប្រសិនបើបងប្អូនរបស់យើងកំពុងតែក្នុងស្ថានភាពណាមួយកុំទាន់បោះបង់ចាស់ខ្លួនឯងមែនទេបាទណែបើយើងនិយាយឱកាសនេះវាជាស្មើនឹងពាក្យថាចាប់ក្តីសម័យអាពេលដែលកំពុងតែចាប់ក្តីសម័យហ្នឹងបើសិនយើងចាប់លេងក៏អត់បានលទ្ធផលដូចគ្នាហើយបើសិនជានិយាយទៅលទ្ធផលវាកើតចេញពីការខំប្រឹងរបស់យើងខំប្រឹងតិចឬខំប្រឹងខ្លាំងត្រូវប៉ុន្តែក៏យើងត្រូវចេះមើលដែរមានន័យថាតើវាពិតជាស័ក្តិសមមួយយើងអត់ព្រោះមិនប្រកាសថាឱកាសទាំងអស់ហ្នឹងលទ្ធផលទាំងអស់ដែលយើងប៉ងហ្នឹងវាបានដូចចិត្តរបស់យើងទេត្រូវវាអត់អាចទេជួនកាលយើងខំប្រឹងខុសផ្លូវអានេះវាជាការពិតណាបងខ្ញុំបានបទពិសោធន៍ខ្លះដែរខ្ញុំធ្លាប់ខំប្រឹងខុសផ្លូវដូចគ្នាខ្ញុំក៏ធ្លាប់ធ្វើអាការងារខុសពីអីដែលខ្លួនឯងស្រឡាញ់តែខំប្រឹងទៅអត់បានលទ្ធផលហើយក៏អត់សុបាយចិត្តសម្រាប់បងមកតែនៅប្រើពាក្យថានៅពេលដែលយើងដល់អាយុប៉ុណ្ណេះហ่าបាទបើយើងអាចមានឱកាសធ្វើអ្វីដែលខ្លួនយើងស្រឡាញ់គឺជាជោគជ័យមួយនៅក្នុងជីវិតហើយប្រៀបដូចយើងនៅជាមួយមនុស្សស្រីដែលយើងស្រឡាញ់ចឹងហ្នឹងហើយបើសិនបើយើងអាចមានឱកាសនៅជាមួយមនុស្សស្រីម្នាក់យើងស្រឡាញ់ពិតប្រាកដជីវិតយើងមានក្តីសុខខ្លាំងហ្នឹងហើយតែបើយើងនៅជាមួយមនុស្សស្រីម្នាក់គ្រាន់តែបានតែនៅទេហ្នឹងហើយវាកំដរតែថ្ងៃដែលគ្រាន់តែថ្ងៃលេខថ្ងៃរះមួយថ្ងៃហ្នឹងហើយហ្នឹងហើយអត់ន័យទាំងអស់សម្រាប់ជីវិតរបស់យើងអញ្ចឹងអ្វីដែលនិយាយមិនសិននេះគឺចង់បញ្ជាក់ម្ដងហើយម្ដងទៀតបើសិនជាខ្ញុំមានសារសម្រាប់បងប្អូនរបស់យើងគឺព្យាយាមរកអ្វីដែលជាខ្លួនយើងរកអ្វីដែលជាការស្រឡាញ់របស់យើងនោះអត់មានការហត់ទេអត់មានពាក្យថាហត់ទេទោះជាការខំប្រឹងនោះអត់ទាន់បានទទួលផ្លែផ្កាភ្លាមប៉ុន្តែក៏សប្បាយចិត្តនៅក្នុងការខំប្រឹងមួយហ្នឹងដែរត្រូវបាទខ្ញុំធ្លាប់ធ្វើការងាររបស់ខ្ញុំហ្នឹងអាការងារសិល្បៈហ្នឹងអាការងារថតអីហ្នឹងអាហ្នឹងសិតបេះដូងយើងស្រឡាញ់បាទអញ្ចឹងដល់ពេលខ្ញុំទៅធ្វើសួរថាខ្ញុំបានលទ្ធផលភ្លាមមែនអត់បានលទ្ធផលភ្លាមទេទំនំតែខ្ញុំបានផ្លែផ្កាចូលចិត្ត5ឆ្នាំប៉ុន្តែខ្ញុំអត់ដែលខ្វល់ពីលទ្ធផលបងខ្ញុំដឹងត្រឹមថាខ្ញុំខំប្រឹងពីថ្ងៃនេះខ្ញុំអាប់ដេតខ្លួនឯងបានប៉ុណ្ណាថ្ងៃនេះខ្ញុំអាប់ដេតខ្លួនឯងបានប៉ុណ្ណាថ្ងៃស្អែកខ្ញុំអាប់ដេតខ្លួនឯងបានប៉ុណ្ណាហើយអញ្ចឹងដល់ពេលយើងប៉ុន្តែក៏យើងមានជំនឿជឿជាក់លើខ្លួនឯងថាអញជួយខ្លួនឯងបានថ្ងៃមុខប្រកាសជាទៅរួចខ្ញុំអានេះអីដែលខ្ញុំបានមកគិតលើខ្លួនឯងថាទៅខ្ញុំដឹងថាទោះជាវាបានលទ្ធផលធំប៉ុន្តែរឿងជួយខ្លួនឯងមួយអត់បញ្ហាអញ្ចឹងហ៎បងទោះជាគេមិនស្គាល់ច្រើនក៏គេស្គាល់ 50% ដែរអញ្ចឹងតែកន្លែងនេះបងមកកញ្ចក់ថែមមួយទៀតដែរមានអារម្មណ៍ថា David ហាក់ដូចជាមនុស្សម្នាក់ដែលមានការ positive mindset ណាការគិតវិជ្ជមានច្រើនបាទបងហ្នឹងហើយមិនសូវជាគិតរឿងអវិជ្ជមានអីដែលគិតថាចេះចូលអីច្រើនអត់ទេអត់សូវធ្វើសិនបាទលទ្ធផលបែបណាចាំទទួលយកតាមក្រោយប៉ុន្តែសំខាន់បានធ្វើដូចថ្ងៃនេះអញ្ចឹងអរគុណ David ដូចគ្នាគាត់អ្នកលើកទឹកចិត្តខ្ញុំគាត់ប្រាប់ថាបងធ្វើសិនណាបងលទ្ធផលបែបណាជាមួយតទៀតហ្នឹងហើយអញ្ចឹងបានអាចមកអង្គុយនៅកន្លែងនេះហើយសុំគាត់មកធ្វើជាបើនិយាយភាសាផ្លូវការរបស់យើងណាជាតារាកិត្តិយសហ្នឹងហើយតែបើនិយាយភាសាចេនស៊ីគេជាមិត្តភក្តិម្នាក់មកអង្គុយនិយាយគ្នាលេងបាទតែប៉ិតបើនិយាយស្មោះធំទៅថ្ងៃមុនខ្ញុំច្រៀងហើយបងវុតគាត់ពិធីករបងប្អូនដឹងហើយការងារអាជីពរបស់យើងចេញពីច្រៀងវុតគាត់ថាអូនឯតនេះអត់តែផ្ទះបងមានសងកាតមួយបងចង់ធ្វើ podcastចុះណៃមកជួយមើលបងតិចមកធ្វើបងធ្វើតើខ្ញុំលើកទឹកចិត្តឲ្យបាយធ្វើគាត់លើកទឹកចិត្តមែននេះតែបងមានអារម្មណ៍ថាវាមិនដល់បាយធ្វើសិនចាំឲ្យខ្ញុំគិតទៀតដល់ពេលហើយគាត់ទៅណានខ្ញុំម្សិលមិញទេឆាទៅអូនស្អែកតនេះអត់បងស្អែកខ្ញុំជាប់ថតឲ្យគេមិនតិចដែរប៉ុន្តែបាយធ្វើអីមែនបងធ្វើ podcast អូខេបងស្អែកនិយាយទៅកម្មវិធីមួយនេះអាចនិយាយបានថាធ្វើដោយកម្លាំងចិត្តពីបងប្អូនរបស់យើងជុំវិញខ្លួនហើយសូម្បីតែបរានៅមុខនោះគាត់និយាយថាបងធ្វើទៅកាមេរ៉ាខាងម៉េចហ្នឹងយើងយកមកធ្វើទាំងអស់គ្នាមើលតើវាចេញជារូបរាងម៉េចអញ្ចឹងណាអញ្ចឹងអរគុណទាំងអស់គ្នានេះហើយដែលយើងចង់រំលឹកមកវិញថាជា positive mindset មួយបើយើងចង់ធ្វើអីធ្វើមើលតើវារបៀបម៉េចបាទធ្វើសិនណាហ្នឹងហើយតោះឥឡូវយើងបន្តរឿងមកចង់ទៀតយើងចប់មកវគ្គអីយើងចូលដល់វគ្គទី2យើងរំលឹកទៅលើរូបភាពមួយដែលDavid ធ្វើជាតា cover ដែលគេស្គាល់មុននឹងចូលដល់ចំណុចថាយើងមានអីចែកម្លែកទៅបងប្អូនរបស់យើងរំលឹកថាបទនោះមួយណាដែលDavidស្រឡាញ់ហើយ cover ស្រឡាញ់ខ្លួនឯងតើមានអ្នកស្ដាប់ទេ
nhưng còn vậy ban này bên này sẽ đạp ban này bên này sẽ đạp cái con là lấy mơ bờ lại bên là ban này không bao nhiêu lắm nhá thay rồi đã tới rồi tao hiện stir những cái miền này miền tại bot original bot của bot sải tung bot đôi sải như rộp chnaมัน trong សង្សារ មកទល់ថ្ងៃនេះដូចចូល25 លានដែរបាទតែបើអា bot ដែលធ្វើ original ហើយខ្លួនឯងគិតថាអូ bot នេះអាចសង្ឃឹមអីប៉ុន្តែអត់បានលទ្ធផលទេមានមើល bot អីគេមាន bot គ្មានលើកទី2ចាំហ៎ចាំតាចាំហ៎មើលជួនកាលទៅពីមុនអត់ល្បីអាចថាចេញកម្មវិធីនេះទៅអាចល្បីហ្នឹងហើយនិយាយមែនតើណាបើកម្មវិធីបងចង់បង្ហាញទៅបងបើយើងអាភាពដែលល្បីបងស្គាល់ហើយចង់លើកអាបត់ណាដែលយើងដាក់ឲ្យឈឺចាប់ក្នុងចិត្តបដ ாய் ដាក់ទៅមិនគេស្គាល់បងហ្នឹងគេស្ដាប់ចឹងខ្ញុំដំបូងខ្ញុំគិតថាខ្ញុំឆ្ងល់ចឹងដែរថាអូមិនចឹងបត់ហ្នឹងធ្វើទៅហើយបត់ហ្នឹងខ្ញុំសម្រាប់មែនតើអញ្ចឹងបាទខ្ញុំបញ្ចូលហ្គីតាបាសខ្ញុំបញ្ចូលហ្គីតាសូឡូខ្ញុំបញ្ចូល piano បញ្ចូល score មានន័យថាយើងប្រើឧបករណ៍បញ្ចូលពីបាត់នឹងចូល copyright អត់ copyright អត់ទេចង្ការបើអត់ copyright យើងកាត់បន្តិចដាក់ចូលក្នុង clip របស់យើងហ្នឹងសាមិនលើកសាជាបាត់ទេបាត់ហ្នឹងបាត់ហ្នឹងជឿបាត់ហ្នឹងតិចមើលបាត់ហ្នឹងជានឹកបងនឹកអូនខ្លាំងណាស់នឹករឿងរ៉ាវចាំងដែលអូនបោកប្រាំងបងបាត់ហ្នឹងវាជាប្រភេទបាត់ R&B អូអញ្ចឹងយើងច្រៀងបើយើងច្រៀងគូករៀងអត់សូវសឹកទេតែបើយើងច្រៀងមួយហ្គីតាដាក់មកជាតិបដ ாய் ចឹងថាដល់ពេលធ្វើទៅវាអញ្ចឹងដល់ពេលអញ្ចឹងបានខ្ញុំធ្វើជំនាញខ្ញុំលេងដាក់ក្តីរំពឹងហើយតែខ្ញុំធ្វើអស់ពីចិត្តចំណុចហ្នឹងតែបងចង់បានមែនតើបាទហ្នឹងហើយខ្ញុំបងយល់ថាពីជំនាញហ្នឹងហើយអត់ឯងចាប់អារម្មណ៍ខ្លួនឯងថាចាប់ពីពេលដែលបទពិសោធន៍ជីវិតខ្លួនឯងទទួលបានអាភាពយើងខំប្រឹងប្រែងអត់ទទួលបានជោគជ័យទេយើងចាប់ផ្ដើមដកអាក្តីរំពឹងហ្នឹងមិនមែនតែត្រឹមជំនាញទេការងារខ្លះមានគិតថាអញ្ចឹងគិតដូចខ្ញុំជុំដាក់ក្តីរំពឹងហើយថាអូពីមុនខ្ញុំធ្លាប់ដៅគោលដៅថាចេះអាហ្នឹងត្រូវទៅដល់ហ្នឹង100ពេញបឹមប៉ុន្តែជាក់ស្ដែងវាអត់ទៅដល់ហ្នឹងបាក់ទុកចិត្តបាក់ខ្វាត់បាក់ទៅបងគាត់និយាយមែនខ្ញុំនិយាយមែនតើបងបើឲ្យសួរបើសិនថ្ងៃហ្នឹងគូតដឹងខ្ញុំមកខ្ញុំឲ្យសួរជាក់ស្ដែងមកជុំវាខ្ញុំធ្លាប់ធ្វើដេកយំហ៎បងខ្ញុំធ្វើខ្ញុំដាក់ក្តីរំពឹងលើវាដល់ពេលលទ្ធផលបត់ហ្នឹងចាញ់ទៅគេអត់ស្ដាប់ខ្ញុំដេកយំខ្ញុំដេកយំថាខ្ញុំធ្វើបត់ច្រើនតែលទ្ធផលមួយឆ្នាំនេះខ្ញុំអត់មានបានលទ្ធផលលើជំនឿខ្ញុំសោះខ្ញុំដេកខូចចិត្តមកដល់ថ្នាក់ពេលខ្លះខ្ញុំទៅច្រៀង concert បើធ្វើទៅ concert ខ្ញុំបើឲ្យដឹងហើយខ្លះខ្ញុំទៅបើថាជួយដល់វិញថ្ងៃហ្នឹងអូនឯងស្ញយមែនអូនដល់ពេលហ្នឹងខ្ញុំពងបាក់ទឹកចិត្តខ្ញុំធ្វើបត់អត់ឡើងហើយខ្ញុំមកអង្គុយមើលជួនកាលខ្ញុំមកអង្គុយមើល concert ខ្ញុំ perform វិញខំខ្លួនឯងហេតុអីមិនត្រូវច្រៀងកន្លែងហ្នឹងធ្លាត់ដោយសារយើងដាក់សម្ពាធខ្លួនឯងពេកហ្នឹងអញ្ចឹងរឿងខ្លះយើងមិនអាចដាក់សម្ពាធលើខ្លួនឯងបានទាំងអស់ទេយើងត្រូវចេះបត់បែនមួយអាកលៈទេសៈមួយហ្នឹងអញ្ចឹងបើសិនជាយើងខំប្រឹងឲ្យវាបានលទ្ធផលប៉ុណ្ណឹងយើងទទួលយកទៅការទទួលយកលទ្ធផលដែលយើងធ្វើបានប្រព័ន្ធបានយើងទទួលយកប៉ុណ្ណឹងវានឹងធ្វើឲ្យយើងមានអារម្មណ៍ផ្លូវចិត្តមួយល្អហើយយើងមានគោលគំនិតនៅក្នុងការធ្វើអីថ្មីច្រើនបាទបើសិនជាយើង like ដាក់ mindset ថាអត់ទេអានឹងត្រូវតាម100អញត្រូវតែប្រឹងដល់100ទទួលស្គាល់អាធ្វើបែបហ្នឹងវាធ្វើឲ្យខ្លួនឯង challenge ប៉ុន្តែបើសិនជាកំហិតខ្លួនឯងពេកដូចធ្វើបាបខ្លួនឯងចឹងធ្លាប់មានបទណាធ្វើចោលឲ្យល្បីអត់គេជាអ្នកណាចំណុចនេះអាចនិយាយថាជាការចាំលេបបទពិសោធន៍សម្រាប់បងណាបាទការដកក្តីរំពឹងវាជារឿងមួយដែលយើងអាចថែរក្សាផ្លូវចិត្តរបស់យើងបានល្អហើយនៅពេលដែលយើងធ្វើទៅយើងដាក់ទៅយើងមិនរំពឹងណាតែយើងប្រឹងអស់ពីសមត្ថភាពគឺជារឿងមួយដែលល្អនឹងសម្រាប់បទពិសោធន៍របស់បងបាទបងអញ្ចឹងណាសម្រាប់បងផ្ទាល់យូរទៅបងមានអារម្មណ៍មួយថាដែលឲ្យចំត្រប់មកវិញណាធ្វើឲ្យគេធ្វើអស់ពីចិត្តទៅបាទហើយត្រង់ថាលទ្ធផលរបៀបម៉េចទទួលយកការពិតសម្រាប់ខ្លួនឯងចាស់បាទបងហើយយើងអញ្ញឹមសម្រាប់លទ្ធផលរបស់យើងបើទោះបីជា view ហ្នឹងឬក៏ទោះបីជាការគ្រប់គ្រងហ្នឹងរបៀបម៉េចក៏ដោយក៏បងអត់ខ្វល់ដែរបងនៅអញ្ញឹមថាអញបានធ្វើវារួចហើយខ្ញុំបានធ្វើវារួចហើយបើសិនជាគេបើគេមើលទៅគេថាអូ view តិចម៉េះបើសិនជាមើលលើការ view ហ្នឹងណាច្បាស់ជាគិតថាអូវាពិតជាតិចអត់សូវមានគេគ្រប់គ្រងតាមបើសិនជាយើងមើលពី quality អូតាមពិតលុយទៅហេតុអីបានអត់មានអ្នកមើលដោយសារយើងខំប្រឹងធ្វើអស់ពីដៃពីជើងហើយស្មាតោបត់ចម្រៀងខ្លះម្ចាស់ចម្រៀងស្លាប់បាត់ហើយទៅល្បីត្រូវមានណាមានសម្រាប់បងមកពិសោធន៍ហ្មងធ្វើរឿងក៏ដូចគ្នាដែរបាទរឿងខ្លះខ្ញុំទៅសេឲ្យខ្ញុំរំពឹងតែដាក់មកមាន view រឿងខ្លះខ្ញុំទៅសេទៅខ្ញុំមើលទៅដូចជាមិនណាបាទណែប៉ុន្តែដាក់ទៅ view ច្រើនឡើងកោបពកក៏មានបាទវាបែបហ្នឹងជាក់ស្ដែងជីវិតរបស់យើងវាអាច
បានស្មានបានត្រូវទាំងស្រុងឯងព្រោះយើងមានតែម្នាក់ឯងយើងអាចទីចិត្តបងប្អូនយើងទៅទាំងប្រទេសបានទេបានរបស់យើងស្រឡាញ់យើងប្រាប់ខ្លួនយើងថារបស់ខ្ញុំស្រឡាញ់ធ្វើអបចិត្តរបស់នេះក៏ខ្ញុំតែសេដែរតែខ្ញុំមិនសូវស្រឡាញ់ទេតែសួរការងារប្រឹងអត់យើងនៅតែប្រឹងការងារនឹងត្រែព្រោះនៅtrongក៏វានៅជារបស់យើងមែនទេហ្នឹងហើយតែយើងតែចេះរៀនដកអាក្តីរំពឹងនឹងត្រឡប់មកដាក់ដកមកវិញខ្លះដើម្បីកុំឲ្យយើងមានបញ្ហាផ្លូវចិត្តបាទតែប៉ុណ្្នឹងឯងតែយើងមានបញ្ហាផ្លូវចិត្តអ្វីៗគ្រប់យ៉ាងគឺត្រូវរលាយទាំងអស់បញ្ជាក់ម្ដងទៀតការនិយាយនេះចាំបាត់ប្រសពរបស់យើងទាំងពីរនាក់ទេខ្ញុំអត់មានភាពត្រូវទៅខុសអីខ្ញុំអត់ដឹងទេវាគ្រាន់តែការ apply របស់យើងទៅមានការប្រើប្រាស់របស់យើងទៅដែលធ្វើឲ្យពួកយើងអាចស្រាលផ្លូវចិត្តបានអាចប្រើកម្លាំងចិត្តក្នុងការធ្វើរឿងផ្សេងទៀតបានរឿងថាបងប្អូនយើងគិតតែត្រូវខុសយើងក៏អត់ដឹងដែរដូចគ្នាដែលយើងបាញ់និយាយអញ្ចឹងព្រោះថាយើងអត់គិតថាបងប្អូនរបស់យើងគិតមិនទេយើងអត់ដឹងទេអញ្ចឹងបើបងប្អូនយើងស្ដាប់ហើយយល់ថារបស់មួយនឹងអាចប្រើប្រាស់បានយកប្រើទៅបាទបើនិយាយស្រួលទៅបងប្អូនគិតថាចំណុចណាល្អសម្រាប់បងប្អូនយកចុះតែបើសិនជាអត់ល្អបងប្អូនតម្លាក់ចោលទៅមិនយកទេហ្នឹងហើយហ្នឹងខ្លីៗងាយហ្នឹងហើយអញ្ចឹងបានថាដូចរបស់ខ្លះប៉ិតជាអត់ព្រៀងមែនបាទដូចបត់គេជាអ្នកណាហ្នឹងខ្ញុំអត់ព្រៀងទេវាកើតចេញពីដូចខ្ញុំប្រាប់បាយជាងមុនដែរកើតចេញពីយើងអង្គុយញ៉ាំអីជុំគ្នាហើយក៏ឈៀលហ្នឹងទៅមួយមិត្តភ័ក្តិមួយសុំmention ទៅកាន់ NPN ក៏ដូចជាអូនទេពិសិដ្ឋហើយនឹងបងប្អូនយើងមានឃីមមានអីចឹងទៅដែលយើងនៅក្នុងហ្នឹងគួយញ៉ាំអីជុំគ្នាចឹងញ៉ាំបាយពេលល្ងាចយើងក៏ពេលនោះបើកលើ YouTube បើនិយាយស្រួលទៅនិយាយស្រួលទៅរៀងគេថាជា small party មួយដែលយើងទទួលបានប្រាក់ចំណូលពី YouTube មកតែអាលើ YouTube ហ្នឹងក៏កើតចេញការខំប្រឹងដូចគ្នាត្រូវហើយនៅអូនសិស្សគេបើកលើ YouTube គេទេមកខ្ញុំហៅបងបាទបងនៅណាបងនៅផ្ទះងាយតនេបងបងបើកលុយថ្ងៃហ្នឹងធ្វើញ៉ាំតែធ្វើញ៉ាំតោះចាំមើលបងទៅចឹងក៏យើងលេងហ្គីតាអិនគេដើរមកដល់គេថាពូម៉ាឯងមានបត់មួយអើយតែដឹងថាគេច្រៀងលុយនេះជាគេជាអ្នកណាអញ្ចឹងទៅអញថាមកអឺចឹងអត់ប្រកាសអត់ដល់ពេលនឹងអឺអញ្ចឹងអត់ទេអញបានអត់ច្រៀងចឹងទេអញច្រៀងមិននិយាយដល់ចេះដល់អញបានមើលខ្ញុំវាច្រៀងអត់ដូចវាអត់ទេมันដូចក៏វារបៀបគាត់តែរបៀបអញ្ចឹងដូចគ្នាតែគាត់ថាគាត់របៀបនេះទៅអធិស្ឋានបងប្អូននិយាយវាដោយសារពួកម៉ាក់ស្និទ្ធអត់ទេយើងសុំទោសបងប្អូនយើងហើយដោយសារកម្មវិធីរបស់យើងនេះដោយសារបើសិនជានិយាយដល់វិញមកគឺយើងយកអារម្មណ៍ជាបងប្អូន Gen Z យកមកនិយាយចាស់បងប្អូនត្រូវគេថាសម្របខ្លួនទៅតាមអ្វីដែលជាភាសារបស់បងប្អូនដូចគ្នាហ្នឹងហើយអញ្ចឹងអ្នកដែលបងប្អូន Gen Millennial ក្តីដែលមើលកម្មវិធីរបស់យើងអធិស្ឋានហ្នឹងអធិស្ឋានក៏ថាពួកម៉ាក់សាក់ជាងហ្នឹងមើលមើលសាមកយកហ្គីតាមកលេងហើយដំបូងមានតែផានហ្នឹងឯងគេជាអ្នកណាហើយគេជាអ្នកណាធ្វើបាបស្នេហាអូនយំយ៉ាច់ទៅមកតាមបន្តិចហ្នឹងដល់ពេលជួយនេះតំណងដល់ពូម៉ាតំណងធ្វើតទៅចុះច្រៀងដាក់ TikTok ខ្ញុំជឿថាមានបងប្អូនដែលបានឃើញវីដេអូមួយនេះថ្ងៃមុនយើងច្រៀងលើឆាកនោះអត់បានសូឲ្យបានសូឥឡូវយើងសូវាសូដល់បងប្អូនមើលថាវាជាការប៉ັດមែនឬក៏អត់វាប៉ັດជាការប៉ັດមែនហើយអត់បានព្រៀងទុកអ្វីទាំងអស់គឺគួយញ៉ាំអីជុំគ្នាចឹងក៏នេះហើយមើលតវិញទៀតឡើយឃើញមានតែប៉ុណ្្នឹងទេមានតែប៉ុណ្្នឹងទេហើយចាំមើលទៀតអត់មានជ្រៀងហើយតែមានតែប៉ុណ្្នឹងដូចគ្នាមើលវាជ្រៀងតែប៉ុណ្្នឹងហើយអត់មានអីទៅមកវាមានតែប៉ុណ្្នឹងវាមានតែប៉ុណ្្នឹងទេហើយចឹងមិនថាបត់ហ្នឹងវាកើតចេញពីហើយប៉ុណ្្នឹងប្រហែលបានយូរមកសិន800k ผมចិត្តមកអំដែរចិត្តមកអំដែរពេលនោះខ្ញុំទៅច្រៀង concert នៅអីគេត្បូងឃ្មុំបងបាទមានអូនមួយនោះវាចាំហើយវារត់មកហើយមកទៅបាត់នឹងបល់នេះគេពេលហ្នឹងបងធ្វើទីក៏ត្បូងឃ្មុំហើយគេរត់មកបងវិនបងវិនបាត់គេជាណាបងជឿចាប់ទាំងមិនគេមកដល់ទៀតបងបាយខ្ញុំសុំបងបាយចេញបត់នេះបងនេះគេជាអ្នកណាថាអញ្ចឹងមានម្នាក់ក៏ខំដែរអញ្ចឹងម្នាក់ក៏ខំដែរក៏មកពីជ្រៀងវិញយប់ឡើងបើកស៊ីតយប់បើកបន្ទប់ស៊ីតយប់បាយផ្លូវទៅហើយស៊ីតយប់ខ្ញុំណាបើកធ្វើយប់ហ្នឹងបងទេហៅបងអូនមកហាឃីមទេហៅអូនឯងនៅទេអត់នៅតែបងមកទេបងធ្វើបត់ final បណ្ដោយហើយមកជ្រៀងហត់ណាបងមកដល់មកប្រហែលជាមក2ហើយអញ្ចឹងបានថារបស់ខ្លាបានព្រៀងឯងប៉ុន្តែលទ្ធផលវាពិតជាល្អប៉ុន្តែសួរថាបត់ហ្នឹងអត់ព្រៀងឯងប៉ុន្តែសួរធ្វើសម្រាប់ខ្លាំងណាស់
ចឹងកន្លែងហ្នឹងបងក៏ចង់បានបងក៏ចោដែរពេលខ្លះទៅមិនមែនមានន័យថាបត់នឹងយើងធ្វើចោលហើយយើងអត់ស្រឡាញ់ទេ បាទបង គ្រប់លទ្ធផលគ្រប់ការងាររបស់យើងទាំងអស់គ្នាដែលយើងចេញទៅសិតតែប្រើបេះដូងយើងមកធ្វើហើយ បាទ ហ្នឹងហើយគ្រាន់តែថាបត់ហ្នឹងបងប្អូនយើងមានបេះដូងស្រឡាញ់មកវិញអត់វាជារឿងទី2ទេ បាទបង ហ្នឹងហើយអញ្ចឹងគ្រប់យ៉ាងក្នុងនាមសិល្បករបើសិនជាហែកបេះដូងជូនបងប្អូនយើងបានណាហែកហ្មង ហ្នឹង គ្រប់យ៉ាងណាបងប្អូនហើយបើមិនស្រឡាញ់បើមិនពេញចិត្តទេគឺមិនចេញចិត្តដាច់ខាតអានេះជារកអាទី បាទ បាទ គឺបែបហ្នឹងមែន បាទ ជាក់ស្ដែងទៅដូចបត់ហ្នឹងខ្ញុំប្រើអារម្មណ៍ណាខ្ញុំសម័យទាំងសាច់រឿងហើយខ្ញុំត្រូវយកអារម្មណ៍ខ្លួនឯងទៅសរសេរថាតើតួនឹងត្រូវជួបគ្នាវិញអត់បើយើងនិយាយពីឲ្យស្រួលគេថា concept បាទ ហើយយើងចង់សរសេរ concept បែបម៉េច concept direction បាទ concept បែបម៉េចអញ្ចឹងចុងកញ្ចប់នៃកតុយហ្នឹងចង់ឲ្យតួស្រីហ្នឹងមកវិញឬក៏ចង់ឲ្យតួស្រីហ្នឹងទៅបាន សូនអញ្ចឹងបណ្ដោយ បាទចង់ត្រូវអង្គុយគិតហើយអង្គុយគិតហើយរកពាក្យបងប្អូនតសេរឿងអាចបានវែងណាសម្រាយបានច្រើនណាតែចម្រៀងមានឱកាសបំផុតត្រឹមតែអាក្បាលដំបូងហ្នឹងឯង បាទ ហើយក៏មានឱកាសយូរបំផុតគឺ3នាទី បាទ បើខ្លីបំផុត2នាទី បាទ ឱកាសផ្ទុះគឺមានតែប៉ុណ្្នឹងឯងចង់សម័យមើលតែបើសាច់រឿងវែងហើយយើងយកមកសង្ខេបមកជាខ្លីតែយើងត្រូវពាក្យអីគេខ្លះ ត្រូវ ប្រើការគិតដូចគ្នា បើសិនជាខ្ញុំសរសេររឿងខ្ញុំអាចសរសេររឿង short film មួយប្រហែលជា8នាទីទៅ10នាទី បាទបង ហើយបងប្អូនយើងយល់ concept ពីដើមដល់ចប់ណា Yeah. អានេះសម្រាប់ខ្ញុំពេលខ្លះខ្ញុំបងនិយាយថាពិបាកហើយ បាទ ព្រោះដោយសារតែបើម្នាក់ខ្លះគេធ្វើមួយរឿងកន្លះម៉ោង45នាទីឬ feature film គេធ្វើឡើងជាង1ម៉ោងហើយគេយល់មួយរឿង short film របស់ខ្ញុំត្រឹមតែ7ទៅ8នាទីឬ10នាទីឯងខ្ញុំថាពិបាកហើយចុះតមុំតែគាត់ទៀត ហើយ ត្រឹមរយៈពេលបទចម្រៀងមានតែប្រហែលវគ្គ1វគ្គ2 air នឹងចូលមកអាចចូលវគ្គ3ចប់ បាទ ហ្នឹងហើយ បាទ ហ្នឹងហើយតើធ្វើមិនឲ្យគេយ ជួន ល់ កាលមានតែវគ្គមួយហើយប្រេយកមក ប្រេយកបដ ாய் ហើយចូលហើយជួនកាលបិទមកវិញដាក់វគ្គមួយចប់ប្រហែល ចប់បដ ாய் អាស្រ័យលើមានន័យថាអាស្រ័យលើគោលគំនិតអ្នកតស័យហ្នឹងថាចង់តស័យបែបម៉េចចង់ធ្វើវាទៅចេញរូបភាពបែបណាហើយពេលដែលយើងធ្វើអាតស័យប្រូឡយើងត្រូវទៅគិតអាចោះភ្លេងត្រូវធ្វើបែបម៉េចហើយដល់ពេលខ្ញុំថាខ្ញុំរៀងប្រហើនតិចដែរបើនិយាយស្រួលខ្ញុំប្រហើនណាធ្វើការភាកច្រើនខ្ញុំបើការងារចេញពីដៃខ្ញុំដូចខ្ញុំធ្វើចម្រៀងខ្លួនឯងខ្ញុំអីគ្រូភ្លេងឯដែលធ្វើការខ្ញុំរៀងទុកសាច់បន្តិចព្រោះខ្ញុំកំងកំងថងថាមិនយើងមិនមែនថាមិនកំងត្រូវដាច់ខាតត្រូវតែខ្ញុំទេប៉ុន្តែត្រូវឲ្យខ្ញុំស្ដាប់ដែរសិនបើសិនខ្ញុំអត់ត្រូវចិត្តបើត្រូវដូរហ្នឹងឲ្យខ្ញុំអញ្ចឹងគឺវាបែបហ្នឹងទាំង MV ទាំងអីដូចគ្នាតែសួរថាស្ដាប់ក្រុមការងារស្ដាប់ខ្ញុំមានហេតុផលដូចឯងធ្វើការខ្ញុំបែបហ្នឹង ត្រូវមានហេតុផល បាទ មានហេតុផល បាទអញ្ចឹងមានន័យថាត្រូវ director direct មកអញ្ចឹងជំនាញហ្នឹងទម្រាំតែបានលទ្ធផលមួយមកខ្ញុំគិតដូចគ្នាប៉ុន្តែក៏គាត់ថានេះវាគេចាក់ជាការចាប់ផ្ដើមដែលមិនបានព្រៀងទុកប៉ុន្តែបន្ទាប់មកវាគឺជាការយកចិត្តទុកដាក់ហើយបានចេញលទ្ធផលទៅដល់ដោយក្តីរំពឹងដែលយើងបានគិតអញ្ចឹងណា ចេះវិញហ្នឹងហើយ សប្បាយចិត្តទេ សប្បាយបងសប្បាយចិត្តហ่ะគឺជាអ្នកណាផ្ទុះហ្នឹងបងខ្ញុំសប្បាយចិត្តណាស់សប្បាយចិត្តដោយសារអី មានអារម្មណ៍ថាវាជាថ្នាំមួយដែលព្យាបាលផ្លូវចិត្តរបស់យើងមករយៈ បាទបងដោយសារតែខ្ញុំគិតថាជំនាញខ្ញុំប្រហែលជាលែងសូវមានគេចូលចិត្តហ្នឹងមើលទៅឬក៏ខ្ញុំធ្វើអត់ទាន់ត្រូវ vibe និយាយទៅខ្ញុំដាក់សំណួរសួរខ្លួនឯងពេលដែលខ្ញុំនេះខ្ញុំតែងតែសួរខ្លួនឯងខ្ញុំគិតរហូតហើយគាត់ថាខ្វះខាតកន្លែងណាមែនតើអង្គុយស្ដាប់ខ្លួនឯងស្វែងយល់ពីខ្លួនឯងច្រើនមែនតើ មុននោះគឺរឿងមួយឥឡូវយើងលេងជុតធំមួយ បាទ ហ្នឹងហើយបងប្អូនដែលមើល podcast ហ្នឹងហើយបងប្អូនណាដែលច្រៀងបទគេជាណាហើយថតខ្លីៗហើយខមមិនចូលទៅក្នុង TikTok របស់គាត់ណាបងប្អូនទទួលបានបាត់មុខមួយស្លាប់ម៉ាស់គេ មកស្លាប់ខ្ញុំឲ្យមកប្រអប់ អូលេងធម្មតាហើយ បាទ ឥឡូវនិយាយយ៉ាង អ្នកដែលផុសវីដេអូអាបទគេជាអ្នកណាចូលនៅក្នុងคลิปវីដេអូ TikTok ហ្នឹងហើយ បានឡាច្រើនខ្ញុំរាប់ឡាចាប់ពីធំ5000ឡា 5k បាទខ្ញុំឲ្យមកប្រអប់ 10k ខ្ញុំឲ្យ2ប្រអប់ ចំនួនមានកំណត់ ចំនួនមាន50ប្រអប់ខ្ញុំឲ្យចា៎ លេងជុតធំបណ្ដោយ អ្នកណាបានតិចច្រើនខ្ញុំអត់ដឹងទេ អត់មានជេរបងទេណាអូមានចូល podcast បងរវល់ហើយខាតអត់បានលុយហើយអត់ខាតទៅអស់មកបានមុខទៀត មានអីត្រូវខាតបងប្អូនខំស្រឡាញ់ចូលចិត្តប៉ុណ្ណាណីទេត្រូវហ៎បងយើងត្រូវតែផ្ដល់អាក្តីស្រឡាញ់ទៅកាន់ពួកគាត់វិញដូចគ្នា តោះឥឡូវមុននឹងចូលទៅវគ្គបន្តទៀតសូមគេជាណាដោយប្រើអារម្មណ៍មនោសញ្ចេតនាមួយហើយសូមឲ្យទាំងអស់នេះស្ងាត់បន្តិចពេលដែលគាត់ជិះចប់យើងតែដៃយកទៅវគ្គគេជាណានឹងបានហើយហ្នឹងហើយ បាទបងកែមួយមើល លើតោះ1 2 3 គេជាអ្នកណា
ធ្វើបាបស្នេហាឲ្យអូនយំយ៉ាច់ឬមួយអូនស្នេហ៍គេពេកព្រមយំយ៉ាច់ព្រោះតែស្នេហាបងក្រតែស្មោះបងក្រតែស្មោះថ្នមនាងមិនអោយអែកាតែនាងចង់លួយហឺហាញ៉ាអើយស្រីញ៉ាក្បត់សង្សារកំសត់ lôi vào đời អរគុណបងប្អូនដែល support បានខ្ញុំ cái thực sự đó ở con mong po này sao bật nhầm ô lôi nè វាបាត់លុយលុយច្រើនទៀត đường lẹ sân à này chuyện cùng bằng hai mong po ở bên tục và thiện bật gì đừng gọi tiền បាទបង chào phải mà đòi viện đi mà đòi hàng nó cái thằng này chụp chạy này នៅ này ខ្ញុំមិនដែរគិតថាខ្ញុំជោគជ័យទេ hai đấy mình cần chẳng បើសិនជាខ្ញុំគិតថាបើខ្ញុំជោគជ័យប្រហែលជាខ្ញុំលេងប្រឹង ខ្លាយៗងាយៗមានន័យថាបើសិនជាគិតថាខ្លួនឯងជោគជ័យជួនកាលមនុស្សអាចនឹងភ្លេចខ្លួនថាអូអញជោគជ័យអញ្ចឹងមានអីទៅធម្មតាតែខ្ញុំមិនដែរគិតថាខ្ញុំជោគជ័យព្រោះដោយសារខ្ញុំនៅមានរឿងពិបាកច្រើនដែរនិយាយខ្លីៗស្រួលៗខ្ញុំនៅមានរឿងពិបាកច្រើនដូចបងនឹងស្រាប់បន្ទុកខ្ញុំធ្ងន់ដែរណា បន្ទុកខ្ញុំបងប្អូនមើលទៅភាគច្រើនខ្ញុំមិនសូវបង្ហាញអារម្មណ៍ទេនៅក្នុង social media ក៏ដោយស្អីក៏ដោយខ្ញុំមិនសូវបង្ហាញអារម្មណ៍ខ្ញុំអូថាខ្ញុំពិបាកចេះមួយចេះពីរទៅអូចទៅឯងចេះមួយចេះពីរមិនងាយទេបើខ្ញុំបញ្ចេញអារម្មណ៍ហ្នឹងលុះត្រាទៅខ្ញុំគិតថាអូទប់លេងជាប់ហើយបញ្ចេញហើយលុបវិញទៀតយូរបំផុតមួយនាទីដូចគ្នា បាទភាគច្រើនខ្ញុំចង់ឲ្យបងប្អូនឃើញតែអារម្មណ៍សុបាយរបស់ខ្ញុំហើយនឹងលទ្ធផលបណ្ដោយពេលខ្លះកន្លែងនេះបើសិនជាពីមុនប្រហែលជាអត់មានសម្ពាធទេនៅពេលដែលមានការពិបាកចិត្តអីឬក៏ចង់ចេះអារម្មណ៍អីមិនថាដាវីតឬក៏ខ្ញុំទេគឺបញ្ចេញហើយបាទហើយដល់ម្ដងថ្ងៃនេះយើងដើរដល់ចំណុចមួយដែលបងប្អូនចាត់ទុកថាយើងជាមនុស្សមហាជនមនុស្សសាធារណៈជាបុគ្គលសាធារណៈអញ្ចឹងពេលខ្លះទៅយើងចង់បញ្ចេញអារម្មណ៍ក៏យើងដកគ្នាខ្លួនឯងស្ដាប់ដែរតែបើសួរថាពិបាកអត់នៅតែពិបាកអញ្ចឹងនឹងហើយសួរថាយើងជានរណាយើងនៅតែជាមនុស្សសាមញ្ញទូទៅដូចបងប្អូនរបស់យើងអញ្ចឹងនឹងហើយពេលខ្លះការបញ្ចេញអារម្មណ៍របស់យើងក៏វាអាចនឹងលើសបន្តិចប៉ុន្តែបើសួរថាលើសសម្រាប់បងប្អូនខ្ញុំអត់ដឹងទេប៉ុន្តែបើសួរថាយើងហ្មងពីមុនមកក៏យើងធ្លាប់ធ្វើអញ្ចឹងដែរបាទបងតែទទួលស្គាល់ពិតថាយើងឥឡូវមិនដូចពីមុនប៉ុន្តែយ៉ាងណាក្តីរំពឹងបងប្អូនយល់ចង់បញ្ចប់នៅតែនិយាយមួយម៉ាត់ថាយើងត្រឹមតែជាមនុស្សសាមញ្ញដូចគេដូចឯងមានចិត្តខឹងមានចិត្តស្អប់មានចិត្តមួយដែលអន់ចិត្តដូចគ្នាគ្រាន់តែមិនច្រណែនបាទអត់ទេខ្ញុំបើសម្រាប់ខ្ញុំអត់ដែរមានកណិតច្រណែនគេតែខ្ញុំអត់ដឹងថាខ្ញុំនិយាយទៅគេជឿខ្ញុំអត់ទេតែបើភាគច្រើនបើមនុស្សស្និទ្ធមកខ្ញុំច្បាស់ជាដឹងខ្ញុំអត់ពិតជាអត់មានដែរមានចិត្តច្រណែនហ្មងអត់មានបណ្ដោយមានតែសាទរត្រូវហើយអបអរជួយអីបានជួយនឹងទៀត support អីបាន support នឹងទៀតតែបើថាឲ្យខ្ញុំមានកំណត់មួយថាខ្ញុំទៅច្រណែនគេគ្មានទេខ្ញុំឆាញ់ជីវិតខ្ញុំអត់ចង់បានអញ្ចឹងព្រោះដោយសារបើខ្ញុំគិតថាខ្ញុំអញ្ចឹងរាល់ថ្ងៃខ្ញុំសាងតែល្អព្រោះដោយសារជីវិតខ្ញុំវាពិបាកច្រើនពេកអញ្ចឹងខ្ញុំគិតថាតើខ្ញុំជាតិមុនខ្ញុំសាងឲ្យគេខុសខ្លះបានខ្ញុំមកជួបរឿងទាំងអស់ហ្នឹងសូម្បីតែឪពុករបស់ខ្ញុំស្មាតទោះខ្ញុំមិនដឹងក្តីផងឪពុកខ្ញុំគាត់លាចាកលោកបាត់ហើយខ្ញុំមិនទាន់បានសងគុណគាត់ផងនេះសក្តីសម័យដែលឪពុកខ្ញុំគាត់ចង់បានដែរដូចចង់ឲ្យកូនខ្លាចជាអ្នកសិល្បៈអីហ្នឹងគាត់ធ្លាប់គាត់ចង់ឲ្យខ្ញុំច្រៀងគាត់ចង់ឲ្យខ្ញុំអីចឹងទៅហើយឪពុកស្លាប់មិនស្លាប់នៅស្រុកខ្លួនឯងទៀតស្លាប់នៅប្រទេសកូរ៉េទៀតសូម្បីតែមុខចុងក្រោយមិនបានមើលមុខឪពុកផងវាពិតជាញ៉ៃមែនទែនហើយហេតុអីបានខ្ញុំទិញឡាន pick up ខ្ញុំមានហេតុផលរបស់ខ្ញុំឡាន pick up ហ្នឹងឪពុកខ្ញុំស្រឡាញ់ណាស់ចង់ខ្ញុំទិញឡាន pick up ហ្នឹងហើយខ្ញុំគិតថាបើសិនជាមកទល់ថ្ងៃនេះឪពុកខ្ញុំនៅខ្ញុំត្រូវឲ្យឡានហ្នឹងទៅគាត់ហើយគាត់ចង់បានដីនៅចកានៅភ្នំនៅអីចឹងទៅគាត់ចិញ្ចឹមសត្វចឹងអីឥឡូវខ្ញុំបានសម្រេចក្តីសម័យនៅក្នុងឆ្នាំថ្មីខ្ញុំទិញដីមួយដែរនៅភ្នំហ្នឹងហើយខ្ញុំនឹងធ្វើវាចេញលទ្ធផលតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបានអានេះវាជាក្តីសម័យដែលខ្ញុំបានបំពេញឲ្យគាត់ទោះជាគាត់បានមិនបានមកមើលថែវាប៉ុន្តែក៏ខ្ញុំបានមានក្តីសុខផ្លូវអារម្មណ៍មួយថាអាទាំងអស់នេះខ្ញុំធ្វើដើម្បីឪពុកខ្ញុំធ្លាប់មានរូបភាពមួយសម្រាប់ខ្លួនឯងទិញឡាន pick up បានហើយអត់បានប្រកាសដែរគាត់អត់មានវត្តមាននឹងជិះឡានហ្នឹងឯងបាទតែយកថតគាត់បានដាក់ចិត្តខ្លួនហើយជិះឡាននឹងជាមួយគាត់ទេបាទភាគច្រើនគាត់នៅចិត្តខ្ញុំខ្ញុំតែងតែគិតថាឪពុកខ្ញុំគាត់នៅចិត្តខ្ញុំហើយជាក់ស្ដែងគឺប៉ិតហ្នឹងមែនប៉ិតមែនដែលពេលដែលខ្ញុំពិបាកចិត្តខ្ញុំតែងតែសរសើរឃើញគាត់បាទបងអាហ្នឹងវាជាអារម្មណ៍ប៉ិត
nhưng mà trong gì nó không gì nó nhưng mà bạn từ tôi vô កុំសក់ទៅផ្លេមែនទេ à nhưng mà Không dùng này. nhưng mà trong hai phiên tuần chơi vào nhung វីវបងយំមុនណៃ dạ អូខេនៅក្នុងជីវិតរបស់យើងម្នាក់ៗវាជួបរឿងផ្សេងគ្នាភាពលំបាករបស់យើងនិងភាពលំបាករបស់បងប្អូនរបស់យើងក៏មានច្រើនដូចគ្នាដែរហ្នឹងហើយអញ្ចឹងពេលខ្លះទៅក៏មិនចង់លើកមកវិញឆ្ងាយពីភាពលំបាកដែរនិយាយរឿងអ្វីមួយដែលឲ្យបងប្អូនយើងបានស្ដាប់ហើយអាចជាសារមួយខ្លីៗទួយកទៅហ្នឹងហើយរឿងមួយដែលបងប្អូនរបស់យើងស្ដាប់ហើយដែលវានិយាយថាគាត់ចេះចំណែនពេលខ្លះទៅស្ដាប់សឹងតែមិនគួរឲ្យជឿហ្នឹងហើយតែបើសម្រាប់ខ្ញុំនៅជាមួយគាត់ខ្ញុំទទួលបានអារម្មណ៍មួយហ្នឹងទទួលបានមនុស្សការមួយគ្នាបើបងប្អូនមានឱកាសនៅជាមួយគាត់បងប្អូននឹងទទួលបានអារម្មណ៍មួយហ្នឹងឯងថាគាត់មិនមានការចំណែនគាត់មិនមានការចង់បានលឿនណាគាត់អ្វីដែលគាត់ត្រូវការគឺជាខ្លួនគាត់បានប៉ុណ្ណាគាត់យកប៉ុណ្ណឹងបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងខ្ញុំអត់ដែលតែចង់ឈ្នះចាញ់មួយពីណាខ្ញុំចង់ត្រឹមថាខ្ញុំចង់ឈ្នះមួយខ្លួនឯងតែប៉ុណ្ណឹងទេហើយខ្ញុំចង់ challenge ខ្លួនឯងថាខ្ញុំដើរដល់បានដល់កម្រិតណាដោយសមត្ថភាពរបស់ខ្ញុំចាំមើលតើខ្ញុំដល់កម្រិតណាហើយខ្ញុំនឹងទទួលយកវាបើ compare ខ្លួនឯងពីពេលនេះទៅពេលខាងក្រោយពីមុនខ្ញុំពិបាកច្រើនណាហើយមកដល់ពេលនេះខ្ញុំបានប៉ុណ្្នឹងហើយខ្ញុំទៅពីមុនលីកាមេរ៉ាហ្នឹងបាទហើយខ្ញុំទៅស្អីគេទេនិយាយចឹងបងប្អូនលីកាមេរ៉ាថាលំបាកដែរពេលមុនលីកាមេរ៉ាហ្នឹងវេទនាលឿនហ្នឹងទៀតខ្ញុំនៅសុំសាលាគេនៅហ្នឹងមានន័យថាបងប្អូនលីកាមេរ៉ាហ្នឹងសំណាងហើយមានការងារធ្វើមានការងារធ្វើជំនាន់នោះខ្ញុំមកនៅរៀនពេញដំបូងខ្ញុំសុំសាលាគេនៅអញ្ចឹងមករៀនពេញដំបូងអត់ទាន់មានការងារធ្វើស្រួលបួលរៀនបដ ாய் នៅសុំសាលាបងសាលាបងហ្នឹងនៅគាត់នៅស្រុកអញ្ចឹងគាត់ឲ្យសាលាបរិញ្ញាបត្រក្រេនៅពេញបាទអញ្ចឹងពេលដែលសិស្សរៀនពេញហ្នឹងគឺខ្ញុំត្រូវផ្គុំតុកហ្នឹងគេលើតុកហ្នឹងតែពេលពួកដល់ពេលព្រឹកឡើងខ្ញុំត្រូវងើបខ្ញុំយកកៅអៅខ្ញុំទៅដាក់នៅក្នុងអាបន្ទប់ទឹកដែលគេទុកចោលព្រោះអត់មានបន្ទប់សម្រាប់គេទេដោយសារអីដោយសារតែពេលនោះសាលាសិស្សតែសិស្សហ្នឹងសិស្សពេញហ្នឹងអញ្ចឹងខ្ញុំគិតថាខ្ញុំពិបាកបែបអានេះខ្ញុំនិយាយមិនមែនថាជីវិតខ្ញុំពិបាករករាមានបងប្អូនពិបាកជាងខ្ញុំច្រើនតែខ្ញុំនិយាយថាអ្វីដែលខ្ញុំជួបបាទអ្វីដែលខ្ញុំជួបតែក៏វាជាទុកលំបាកមួយសម្រាប់ខ្លួនឯងដែរត្រូវបាទហ្នឹងហើយយាមម៉ូតូយាមអីកាំងខ្ញុំធ្វើអស់ហើយលាងចានខ្ញុំធ្លាប់លាងដែរបងនៅវ៉ាន់មួបើខ្ញុំសុំមិនសិនឈ្មោះហាងមក enjoy ព្រោះកម្មវិធីយើងក៏មាន sponsor អីដែរអញ្ចឹងយើងនិយាយតាមអ្វីដែលយើងអាចនិយាយទៅបាននិយាយទៅហាងវ៉ាន់មួនៅតួគោកបងស្គាល់ទេបាទខ្ញុំធ្លាប់លាងចាននៅហ្នឹងអើយខ្ញុំគិតថាជីវិតខ្ញុំនេះតើពេលនេះខ្ញុំគិតថាបើខ្ញុំមិនបានខ្ញុំបានបត់ផ្សោតត្រូវពេលគេបោកខ្ញុំសួរខ្ញុំខូចចិត្តអត់ខូចចិត្តខឹងអត់ខឹងប៉ុន្តែខ្ញុំខ្ញុំបកមកលើកទឹកចិត្តខ្លួនឯងវិញថាទៅគេបោកទៅបានបត់ផ្សោតដែរតើមានមនុស្សម្នាក់នៅខាងមុខយើងគាត់កំពុងនិយាយថាគេបោកប៉ិតហ្នឹងខ្ញុំមានសមត្ថភាពត្រូវហ្នឹងហើយមនុស្សម្នាក់នេះអង្គុយមុខយើងហ្នឹងមកគាត់មានសមត្ថភាពគេបោកអត់ទេពេលខ្លះទៅមិននិយាយចេះទៅឲ្យបងប្អូនយើងស្ដាប់ទៅថាគិតដូចឈួតទៅណាថាបងប្អូនសាកធ្វើដោយពួកយើងខ្ញុំទាំងអស់គ្នាសិនសាកទៅណាពេលដែលធ្វើមិនបើគេបោកបាត់ហើយណាអញ្ចឹងទីមួយទៅប្រយ័ត្នណាថាបើស្រួលថាយើងប្រយ័ត្នហើយបើជួបរឿងហ្នឹងទៀតទៅចាត់ទុកថាយើងមានលទ្ធភាពគេបោកប្រឹងរស់តទៀតប្រឹងធ្វើបន្តទៀតរបស់ហ្នឹងកុំបានមកយើងវិញទេដល់រាប់ណាបើវាជារបស់យើងវានៅតែជារបស់យើងចឹងមែនទេមែនបងមែនហ្នឹងប៉ិតឲ្យយើងខំប្រឹងឥឡូវគេថាប្រហែលជា1ម៉ោងហើយនៅមានរឿងមួយទៀតដែលចង់ជាមួយដាវីនបាទពីមុនមកខ្ញុំមិនដឹងថាតើដាវីនធ្លាប់លើអត់ទេណានៅពេលដែលយើងទទួលបាននៅគេឈ្មោះតាមរយៈកម្មវិធីប្រឡងរបស់យើងហើយបងប្អូនស្គាល់ច្រើនមែនតើហើយប្រកាសហើយបើយើងក្នុងនាមជាសិល្បករម្នាក់គឺមាន fan អ្នកគ្រប់គ្រងស្រីច្រើនណារឿងមួយដែលខ្ញុំចង់រំលឹកមកបងប្អូនរបស់យើងទាំងអស់គ្នាដែលគិតថាអញនៅពេលដែលសុំនិយាយពីអញបងប្អូនហ្នឹងហើយនៅពេលដែលបង្ហាញមុខគូតដឹងរបស់យើងទៅអស់ fan នៃល្បីធ្លាប់មានកំណត់នឹងអត់ធ្លាប់មានកំណត់នឹងអត់បើសួរថាធ្លាប់មានកំណត់នឹងអត់ធ្លាប់ដោយស្មោះត្រង់ហេតុអីបានខ្ញុំនិយាយថាខ្ញុំធ្លាប់ដោយសារតែខ្ញុំធ្លាប់គិតមែនហើយខ្ញុំក៏ភ័យដែរព្រោះដោយសារអីខ្ញុំជាបកគោលគ្រួសារបើសិនជាខ្ញុំបង្ហាញមុខគូតដឹងរបស់ខ្ញុំសួរខ្លួនឯងវិញខ្ញុំបង្ហាញគាត់ដើម្បីអីតើខ្ញុំមានគោលដៅអីដើម្បីបង្ហាញគាត់ឬក៏ខ្ញុំគ្រាន់តែបង្ហាញគាត់ឲ្យគេស្គាល់អានេះខ្ញុំអាច inspire បងប្អូនសិល្បៈអាចបងប្អូនខ្ញុំចោះបាទដែលដើរក្រោយអាច inspire ចំណុចនេះបានបាទបងប្អូនត្រូវមានគោលគំនិតនឹងឲ្យច្បាស់លាស់មែនតើព្រោះកុំនិយាយថាអីគេមកដល់សម័យនេះហើយគេនៅតែ support ទទួលស្គាល់នៅតែ support ប៉ុន្តែបើបងប្អូនសាកបង្ហាញមើលបងប្អូនបាត់ខ្លះមិនតិចតួចមែនការប៉ិតអត់បងការប៉ិតខ្ញុំនិយាយនេះការប៉ិតវាជាការប៉ិតមែនអញ្ចឹងពេលដែលខ្ញុំបង្ហាញគាត់ខ្ញុំគិតអត់ខ្ញុំគិតហើយខ្ញុំក៏មិនបង្ហាញគាត់ភ្លាមដែរសួរថាតើខ្ញុំមាន relationship មួយគាត់យូរអត់គូតដឹងខ្ញុំគាត់ពិបាកវេទនាខ្ញុំឆ្អែតដែរ
ខ្ញុំស្រឡាញ់គ្នាមកទល់ថ្ងៃហ្នឹង5ឆ្នាំហើយអញ្ចឹងខ្ញុំស្រឡាញ់តាំងពីមុនចូលប្រឡង2ឆ្នាំកន្លះខ្ញុំស្រឡាញ់គ្នាមួយគាត់ហើយខ្ញុំប្រាប់គាត់អូនឯងស្រឡាញ់បងមកគ្មានស្អីទេតែបងមានសមត្ថភាពអូនឯងហ៊ាន challenge មួយបងអត់បើអូនឯងហ៊ានទៅបងតស៊ូមួយឯងបាទទៅទាំងអស់គ្នាអត់ឲ្យអូនឯង fail អារម្មណ៍អត់ឲ្យអូនឯងបាក់ទឹកចិត្តទេអូនឯងចាំមើលបងខំប្រឹងបានដល់កម្រិតខ្ញុំមានអាគោលគំនិត mindset សម្រាប់ខ្លួនឯងថាខ្ញុំមាននៅតែមានក្តីសង្ឃឹមថាខ្ញុំនឹងទៅដល់នៅចំណុចណាមួយដែលវាទទួលយកបានខ្ញុំតែងតែមានគំនិតហ្នឹងសម្រាប់ខ្លួនឯងអញ្ចឹងតើទៅប្រឹងដែរមែនទេប្រឹងបាទមិនប្រឹងដែរគឺប្រឹងមែនតើបងសុំបងបុរាចំនួនខ្ញុំប្រឹងមុខខ្ញុំទូជាងនេះទៀតបងហើយខ្ញុំមានអញ្ចឹងទេអូលើនេះទៀតហ៎មានឧទាហរណ៍នៅក្នុងនេះទៀតបាទលើទៀតហ៎ហើយស្អីក៏ធ្វើដែរស្វាច់ទៅតោះបែរមុខមើលទាញទៅទីមុខ1 2 3មកលើបងទៀតអញ្ចឹងថាបង្ហាញទៅបាត់មុខគាត់ច្បាស់ជាបាត់ព្រោះដោយសារអីទទួលស្គាល់ថាពួកគាត់មិនមែនស្រឡាញ់យើងដើម្បីតែស្រឡាញ់យកធ្វើប្តីហ្មងទេមិនអញ្ចឹងទាំងអស់ប៉ុន្តែគាត់មានអារម្មណ៍មួយថាគាត់ក្រែងអារម្មណ៍មនុស្សស្រីដូចគ្នាបាទវាជាការប៉ັດមែនបាទគាត់អត់ចង់ទៅគៀកកើយើងឬក៏ចិត្តស្និទ្ធយើងដូចពីពេលមុនទេគាត់អត់ចង់បំពេញអារម្មណ៍មនុស្សស្រីដូចគ្នាហ្នឹងវាជាការប៉ັດមួយបាទអញ្ចឹងពេលនោះខ្ញុំក៏គិតដែរខ្ញុំអត់ទាន់បង្ហាញគាត់ភ្លាមទេដោយសារតែខ្ញុំត្រូវរកលុយសិនហើយខ្ញុំក៏លើកហេតុផលទៅកាន់ដៃគូរបស់ខ្ញុំថាអូននេះបងត្រូវរកលុយចេះតែគាត់គឺ follow up តាមខ្ញុំគ្រប់យ៉ាងគាត់យល់ពីខ្ញុំគាត់យល់អញ្ចឹងពេលដែលខ្ញុំរកលុយបាននៅក្នុងកម្រិតមួយដែលថាខ្ញុំមិនថាលេងពិបាកវានៅតែពិបាកប៉ុន្តែក្នុងកម្រិតមួយដែលថាទៅមុខបានយើងអាចបង្កើត business ណាមួយអីតិចតួចបានខ្ញុំបង្ហាញមុខគាត់គឺខ្ញុំមានគោលដៅដល់ចំណុចនេះសំខាន់ដែរអញ្ចឹងមិនថាបងប្អូនដែលដើរសិល្បៈក្រោយៗអាច inspire បានបើសិនជាបង្ហាញត្រឹមថាឲ្យគេស្គាល់គាត់បើសិនជាបងប្អូនច្បាស់លាស់ហើយច្បាស់លាស់ថាបុគ្គលម្នាក់ហ្នឹងថ្ងៃមុខគឺត្រូវតែចូលរួមការមួយគ្នាអញ្ចឹងត្រូវតែបង្ហាញគាត់ទេយ៉ាប៉ុន្តែបើសិនតែបង្ហាញឲ្យត្រូវតែមកស្គាល់អូនឯងបង្ហាញទៅអីអូនឯងមិនទុកឱកាសខ្លួនឯងរកលុយរឿងពីរកន្លែងនេះដែលត្រូវបែងចែកនេះច្បាស់ហ៎បាទបើសិនតែយើងអត់ច្បាស់ខ្លួនឯងបង្ហាញធ្វើអីបាទបង្ហាញធ្វើអីទី1យើងបានឱកាសខ្លះបាត់ទាំងស្រុងឯងបាទទី2ទៀតគាត់នោះអ្នកលំបាកបាទត្រូវហើយពីព្រោះថានៅពេលដែលគេស្គាល់គាត់ហើយគេដឹង relationship នឹងហើយគេស្គាល់ទូទាំងប្រទេសទៅចោលបណ្ណាអ្នកហ្នឹងសង្សារនឹងនៅវិញដែរហ្នឹងហើយនឹងមានរឿងកាលឡើងនៅពេលដែលយើងបែកពីគ្នាវាមានច្រើនវាមានបញ្ហាច្រើនដែលសេភាសាវាក្រោយច្រើនណាអញ្ចឹងបើសិនរឿងនេះថាត្រូវឬខុសរបៀបម៉េចវាពិបាកបរិយាយអស់ពិបាកបងតែយ៉ាងណាក្តីម្នាក់មានស្ថានភាពផ្សេងគ្នាអញ្ចឹងបើសម្រាប់ដាវីនផ្ទាល់ដាវីនទុកអត្តនៈតំណងមួយនឹងរយៈពេលជាង2ឆ្នាំប្រហែលតែបង្ហាញ2ឆ្នាំកន្លះតែនៅពេលដាវីនបង្ហាញគឺដាវីនច្បាស់លាស់ខ្លួនឯងហ្មងច្បាស់បងថាគាត់គឺជានរណាបាទខ្ញុំបង្ហាញគាត់គឺខ្ញុំមានគោលដៅមួយថាខ្ញុំបង្ហាញគាត់ដើម្បីឲ្យគេស្គាល់គាត់គោលបំណងដំបូងគឺគេឲ្យគេស្គាល់គាត់ហើយពេលនោះខ្ញុំកំពុងតែល្បីដែរបើនិយាយស្រួលហើយអីបានខ្ញុំបង្ហាញគាត់ក្នុងពេលហ្នឹងចុះបើសិនខ្ញុំលែងមានអធិពលបងប្អូនលែងសិស្សស្រឡាញ់ចូលចិត្តខ្ញុំបង្ហាញគាត់ទៅមានតែគេស្គាល់គាត់អានេះគាត់តែជាការគិតរបស់ខ្ញុំបងប្អូនណាអានេះគឺជាការគិតរបស់ខ្ញុំហើយខ្ញុំក៏គោរពលើការគិតរបស់ខ្លួនឯងបាទបើខ្ញុំបង្ហាញគេលែងស្គាល់ខ្ញុំបាត់ហើយបង្ហាញទៅគេមកចាប់អារម្មណ៍គាត់គេមិនស្គាល់គាត់ហើយខ្ញុំមានគោលគំនិតមួយទៀតថាខ្ញុំនឹងរកស៊ីមួយគ្នាអាគោលគំនិតហ្នឹងខ្ញុំមានតាំងពីខ្ញុំតាក់ទងគ្នាដំបូងមកអញ្ចឹងពេលដែលគេស្គាល់គាត់ខ្ញុំច្បាស់ជាខ្ញុំស្រួលនៅក្នុងការធ្វើការងាររកស៊ីរបស់ខ្ញុំខ្លះហើយខ្ញុំ support ខ្លះការងារគាត់ខ្លះត្រូវអត់បងគាត់ត្រូវធ្វើខ្លះហើយមកដល់ពេលនោះសួរថាពេលដែលយើងបង្ហាញទៅភ័យអត់ខ្ញុំលែងភ័យព្រោះដោយសារខ្ញុំ ready ហើយបាទតែទន្ទឹមជាមួយនឹងអ្វីដែលយើងច្បាស់លាស់ហើយអ្នកគ្រប់គ្រងដាវីនក៏នៅតែគ្រប់គ្រងដូចដើមពីព្រោះតែគេដឹងតែច្បាស់លាស់អញ្ចឹងភាពលំបាករបស់យើងទាំងអស់គ្នាហ្មងគឺយើងច្បាស់លាស់ប៉ុណ្ណាបាទច្បាស់លាស់ប៉ុណ្ណាអ្នកគ្រប់គ្រងមិនថាស្ថានភាពណាគេនៅតែគ្រប់គ្រងយើងឲ្យតែច្បាស់លាស់នៅលើតែយើងខលដែរយើងខូចដែរឥឡូវបើសិនជាគេលែងគ្រប់គ្រងខ្ញុំមិនម្លេះមិនក៏ពេលនេះគេជាអ្នកណាគេនៅផ្ទុះត្រូវអត់បងអញ្ចឹងមានតែគាត់នៅតែគ្រប់គ្រងយើងដដែលប៉ុន្តែគ្រាន់តែថាអាការបាត់នោះដូចខ្ញុំនិយាយមិនអញ្ចឹងត្រូវហើយវាតែមានដែរបើសិនតែយើង single គាត់ឆាត់មកលេងយើងឬគាត់ឲ្យវាជារឿងធម្មតាទេវាពុះកជ្រុលជាងយើងមានគូអញ្ចឹងអានោះស្ដាយពិតមែនបងខ្ញុំនៅសារដាវីនចំណុចហ្នឹងមួយដែលគាត់យល់ច្បាស់ហ្មង
ថាអ្នកគ្រប់គ្រងរបស់គាត់គឺនៅតែគ្រប់គ្រងប៉ុន្តែគាត់អត់បំពេញអារម្មណ៍លើស្រីដូចគ្នា បាទ ហ្នឹងហើយកន្លែងហ្នឹងគាត់គោរពគ្នា បាទ ហ្នឹងហើយព្រោះធម្មតានេះរបស់គេស្រឡាញ់មកទោះបីជាយ៉ាងណាក្តីក៏យើងទៅនេះចិត្តសិនខ្លាំងពេកក៏វាមិនបានដែរ បាទ ហ្នឹងហើយ នេះខ្ញុំល្បីដំបងពួកខ្ញុំគេសិតរហូតមកចាប់បឺតមាត់និយាយមែនតើណាបងរហូតមកបឺតមាត់មកពួកខ្ញុំឡើងកិច្ចខ្ញុំកិច្ចពួកគាត់មកតែអត់បានប៉ះទេគ្រាន់ថាយើងកិច្ចពួកគាត់រហូតមកខ្ញុំជឿថាមានបងប្អូននៅចាំអនុស្សាវរីយ៍នឹងអត់ទេ បាទ ពេលនោះខ្ញុំច្រៀងនៅចិត្តវត្តភ្នំ បាទពួកគាត់រត់មកវូមករត់មកចាប់ថោបពួកខ្ញុំមកថោបលុយរបើកមាត់ពួកខ្ញុំឡប់ទៅក្រោមរត់បដ ாய் អាហ្នឹងកាប់ប៉ិនហើយជំនាន់ពួកខ្ញុំអរគុណណាខ្ញុំអរគុណពួកគាត់គាត់គ្រប់គ្រងគាត់ស្រឡាញ់អារម្មណ៍ទាំងអស់ហ្នឹងសិតតែគាត់ស្រឡាញ់ហើយវាបានវាចេញមកបែបហ្នឹងបានមិនមែនគាត់បំពេញយើងតែគាត់ស្រឡាញ់យើងពេកក្រឹតណាស់ គឺមិនដែរហើយកាប់ប៉ិនគឺវាបែបហ្នឹងហ្នឹងបង អូយបងប្អូននៅពេលស្ដាប់ទៅបើទៅសើចជាមួយយើងហ្នឹងមែនទេពេលខ្លះពេលសើចហ្នឹងបងប្អូនយើងគឺរៀងសប្បាយតិចដែរមែនទេ បាទបង មើលប្រហែលជាមើលទៅបើសិនជាអត់បញ្ចប់ទេប្រហែលជា3ម៉ោងទៀតក៏អត់ចប់ដែរ អត់ចប់ទេដែលខ្ញុំនិយាយចឹងនិយាយ2ថ្ងៃក៏អត់ចប់ដែរ មានរឿង 4-5 កលៈទៀតដែលបងប្អូនរបស់យើងអត់ទាន់បានដឹង បាទ យើងទុកទៅលើកក្រោយទៀតប្រសិនបើថ្ងៃណាមួយដែលកម្មវិធីយើងទៅរលូនហើយ បាទ យើងអាច បើកុំនិយាយចឹងបិទសញ្ញាខណ្ឌសម្រាប់ podcast ខ្លួនឯងមិន អត់ទេ ទៅ ទៅ បាទ អញ្ចឹងនៅពេលដែលកម្មវិធីរបស់យើងរលូន មានរបស់យើង ហ្នឹងហើយយើងស្តង់ដារជាងនេះទៀត បាទ ដល់វាមកដល់ officially ហើយពេលហ្នឹងអញ្ជើញទាំងពីរអ្នកមក បាទតែប៉ុន្តែថ្ងៃនេះមិនថឹងជើញគាត់មកដែរ មែន ថាដោយសារយើងរវល់ ស្ដាយមែនតើ គ្នាយើងខុសទាំងគ្នាយើងហ្នឹងហ្មង បាទ គ្នាយើង អរគុណបាទ អរគុណចា៎ណាវិនហ្នឹងហើយអញ្ចឹងចុងក្រោយមានអីនិយាយទៅកាន់បងប្អូនរបស់យើងចង់បញ្ជាក់ម្ដងទៀតពីរឿងតែការខិតខំប្រឹងប្រែងនិងការចាប់យកឱកាស អរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តខ្ញុំបាទដាវីនហើយខ្ញុំសូមអធិស្ឋានបើសិនជាខ្ញុំនិយាយទៅមានការខុសឆ្គងកន្លែងណាមួយព្រោះដោយសារខ្ញុំនិយាយនេះគឺខ្ញុំនិយាយបែបខ្ញុំជាមួយបងពុទ្ធ បាទ ហើយបើបងប្អូនដែលស្គាល់ខ្ញុំច្បាស់ធម្មជាតិរបស់ខ្ញុំគឺបែបហ្នឹងបែបប៉ុណ្ណឹងមិនថាពីមុនប៉ុណ្ណាមកដល់ថ្ងៃនេះក៏ខ្ញុំនៅតែប៉ុណ្ណឹង នៅតែប៉ុណ្ណឹង បាទអញ្ចឹងអរគុណទៅដល់បងប្អូនដែលជាអ្នកគ្រប់គ្រងរបស់ខ្ញុំដែលនៅតែស្រឡាញ់រាប់អានខ្ញុំមកដល់ថ្ងៃនេះហើយខ្ញុំក៏មានពាក្យពេចន៍ចង់បង្ហាញទៅកាន់បងប្អូនមួយចំនួនឬក៏បងដែលកំពុងតែខំប្រឹងជាមួយនឹងអីផ្សេងឬក៏ចាប់ប្តីសម័យខ្លួនឯងខ្ញុំមានពាក្យមួយម៉ាត់ថាការខំប្រឹងវាអត់ក្បត់ម្ចាស់ទេខំប្រឹងប៉ុណ្ណាលទ្ធផលបានមកប៉ុណ្ណឹងបងខំប្រឹងកាន់តែខ្លាំងលទ្ធផលបានកាន់តែល្អបាទអានេះវាជាការពិតហើយគឺជាពាក្យមួយរបស់ខ្ញុំសេចក្តីតស៊ូរបស់ខ្ញុំនឹងទទួលបានលទ្ធផលថ្ងៃមុខ 100% វាមិនមែនថ្ងៃហ្នឹងប៉ុន្តែក៏មិនមែនថ្ងៃហ្នឹងតែវាអាចថ្ងៃស្អែកអាហ្នឹងសម្រាប់ខ្ញុំគិតតែអញ្ចឹង ដូចពាក្យចាស់គេនិយាយថាតស៊ូគុំបានសម្រេច បាទតស៊ូគុំបានសម្រេច ហ្នឹងហើយ ហើយបងប្អូនអាចចូលមើល account ខ្ញុំបានខ្ញុំនិយាយមែនអាហ្នឹង នេះស៊ីនដែរ ខ្ញុំដាក់អា bio នៅក្រុមខ្ញុំដាក់មកបើគ្មានការតស៊ូមិនមែននាងដាវីនទេហើយខ្ញុំលើកទឹកចិត្តខ្លួនឯងយ៉ាងណាដាក់មនុស្សប៉កែ អត់គិតថាអួតទេចា អត់អួតទេព្រោះដោយសារខ្ញុំលើកទឹកចិត្តខ្លួនឯងខ្ញុំមិនបានតម្រូវអ្នកណាទេខ្លីអរគុណដាវីនណា អរគុណបង ហ្នឹងហើយអរគុណដាវីនដូចគ្នាអរគុណបងប្អូនរបស់យើងដែលបានតាមដាន podcast មួយនេះដែលជា podcast ដំបូងដែលយើងបានដាក់នៅលើ YouTube channel របស់ Davut complete follow ម្នាក់មួយផងដើម្បីតាមដាន podcast ដទៃទៀតអញ្ចឹងពីកម្មវិធីបាយបាយ